សម្ពុទ្ធព្រះអង្គលោកថាកុំឲ្យយកអារម្មណ៍ទៅដាក់ជាមួយនឹងទុក្ខវេទនាដែលវាកើតហើយអ្វីដែលយើងមិនអាចយកអារម្មណ៍ទៅដាក់ជាមួយទុក្ខវេទនាដែលកើតគឺយើងទទួលព្រមយកអាហ្នឹងទទួលព្រមមិនទទួលព្រមថាដល់ពេលដល់វេលាចាស់តែចាស់ឈឺអាណាក៏ឈឺហ្នឹងកុំគិតច្រើនណាហ្នឹងតែចាស់ឈឺហ្នឹងខ្ញុំក៏ឈឺតាណាក៏ឈឺយាយណាក៏ឈឺឲ្យតែចាស់ត្រូវតែឈឺទាំងអស់ហ្នឹងដូចគ្នាគេក៏ដូចខ្ញុំក៏ដូចគេមិនមែនឈឺតែយើងឯណាព្រោះព្រះសម្ដែងថាសន្តិហោរីរូបរាងកាយពោតិស្អុយរោគកណិតធាំងជាសម្បុកនៃរោគបឋាំងគុណังជារបស់ពុកផុយចឹងមានន័យថារោគកណិតធាំងជាសម្បុកនៃរោគរូបយើងហ្នឹងណាព្រះលោកថាជាសម្បុកនៃរោគហើយមែនម្នាក់រាល់ថ្ងៃយើងជួបគ្នាមិនដែលសួរអីសួរតែរឿងឈឺណាមែនទេយាយដោយសារអីដោយសាររូបយើងហ្នឹងវាផ្ទុកទៅដោយជំងឺឈឺនេះឈឺនោះគ្រប់គ្នាចឹងមកទៅគិតចឹងអញតែចាស់វាឈឺហើយនឹងកុំយកអារម្មណ៍ទៅដាក់ជាមួយអាឈឺនឹងច្រើនពេកគេក៏ឈឺយើងក៏ឈឺដូចគ្នាមិនណាអត់ឈឺហ្នឹងសំបីតែក្មេងខ្លះមិនបានបញ្ជូនវែងដូចមកផងមកម៉ានហើយ76ហើយអ្នកខ្លះទៅមួយខ្សែជាងអីទៅពីចូលពេទ្យវះកាត់ហើយចង់20 30ធ្នេហើយហ្នឹងចឹងឈឺនឹងឈឺដូចគ្នាអ្នកខ្លះមិនបានបញ្ជូនវែងនឹងសុខភាពបាននៅរឹងមាំដូចមកទៅគិតចឹងដល់ចឹងទៅអារម្មណ៍របស់យើងនោះវាធ្វើឲ្យណាធូរស្រាលទៅអាជំងឺហ្នឹងក៏យើងអត់យកអារម្មណ៍ទៅដាក់ជាមួយអាជំងឺហ្នឹងទៀតវាធ្វើឲ្យចេះតែអារម្មណ៍ហ្នឹងស្រឡះទៅយើងសម្រានលក់ស្រួលយើងហូបបានសុខភាពយើងល្អប្រសើរមកវិញហ្នឹងចឹងហើយមកត្រូវគិតយកសរណៈជាទីពឹងកុំយកអ្វីដតីជាទីពឹងម៉ោងនេះខណៈនេះគ្មានអ្នកណាជាទីពឹងសម្រាប់យើងទេហើយក៏គ្មានខ្សែចកេះបាយសីអូមអាមស្រោចទឹកចាក់ទឹកឯណាជួយយើងបានដែរបើថាមិនស្រួលទៅពេទ្យកុំមិនស្រួលកុំនាំគ្នាទៅរកខ្សែចកេះកុំនាំគ្នាទៅស្រោចទឹកហ្នឹងមកនិយាយហ្នឹងមិនមែនមានន័យថាប្រសងស្រោចទឹកហ្នឹងជាការអត់ផលទេនឹងប្រពៃណាស់ព្រះបរិត្តហ្នឹងប្រែមកតែរារាំងប៉ុន្តែវាជួយយើងបានមួយផ្នែកមកឧទាហរណ៍ញោមឲ្យតែឃើញលោកសត្វតបកែទាំងអស់ឧបមាដូចយើងឃើញពេទ្យពាក់អាវពេទ្យយើងថាឲ្យតែពេទ្យបកែទាំងអស់ប៉ិនពេទ្យវាមានជំនាញណាញោមតើត្រូវពេទ្យបានវិជាឧបមាតាពេទ្យពាក់អាវពេទ្យប៉ិនពេទ្យហ្នឹងពេទ្យមើលជំងឺទៅសៃជំងឺសើស្បែកហើយដល់ឯងឈឺកាពះទៅពេទ្យជំងឺសើស្បែកក៏ឃើញអាវពាក់អាវពេទ្យឯងទៅពេទ្យឃើញពាក់អាវពេទ្យដឹងឲ្យចូលទៅយកថ្នាំឲ្យអាពេទ្យហ្នឹងវាចេះផ្សំឲ្យវាពេទ្យសើស្បែកហើយយើងឈឺកាពះពោះវៀនហើយទៅដាក់មកជាពេទ្យដែរប៉ពេទ្យវាខុសរឿងដូចយើងទៅរកលោករកឲ្យត្រូវរឿងនឹងបើយើងទៅរកលោកយើងឈឺហើយយើងទៅរកលោកឲ្យស្រោចទឹកឲ្យជាជំងឺអាហ្នឹងស្មើនឹងយើងឈឺកាពះទៅរកពេទ្យសើស្បែកហើយប៉ិនបើយើងឈឺផ្លូវចិត្តពិបាកចិត្តដូចតែប្តីស្លាប់ប្រពន្ធស្លាប់កូនស្លាប់ឬក៏មានបញ្ហាទុក្ខវេទនាកើតឡើងតែបញ្ហាអីមួយតែថ្វាយអង្គមលោកដេចគុណសុំធរអប់រំផ្លូវចិត្តតិចមកអាហ្នឹងត្រូវរឿងនឹងលោកឲ្យធរអប់រំផ្លូវចិត្តយើងប៉ិនបើថាដេចគុណឲ្យខ្ញុំកណាសុំទៅត្រូវកតុយលេខមួយលេខមកដេចគុណជួយធ្វើម៉េចប្រាប់កតុយលេខមួយលេខមកអាហ្នឹងខុសរឿងដេចគុណឲ្យនឹងទៅស្រោចទឹកឲ្យខ្ញុំកណាជាជំងឺមកហើយទៅស្រោចមិនជាបលោកខ្លួនឯងពេលឈឺដេកពេទ្យដែរហ្នឹងបើស្រោចជាលោកស្រោចខ្លួនលោកហ្នឹងមិនចឹងប៉ិនយើងវាទៅរច្រើនទៅរវាខុសគោលដៅមិនមែនមានន័យថាឲ្យតែពាក់អាវពេទ្យសាចូលទៅត្រូវទាំងអស់ទេមិនមែនមានន័យថាឲ្យប្រសងក៏ឃើញប្រសងដឹងថាបកែគ្រប់តែរឿងឯងវាតើឲ្យយើងប្រើឲ្យត្រូវរឿងប្រើឲ្យត្រូវមុខនឹងមកត្រឡប់មកវិញយើងអត់ដើម្បីតាំងចិត្តស្ដាប់នៅព្រះធម៌ជាធម៌អាចឲ្យនៅសួរនៅព្រះនិព្វានជាធម៌របស់ព្រះអនាវរណញ្ញាណជាស្ដេចនៃអ្នកប្រាជ្ញដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យកបទធម៌នេះទៅប្រោសពុទ្ធមេដាផងប្រោសពុទ្ធបិតាផងប្រោសអគ្គសាវកផងប្រោសបរិស័ទផងអ្នកដែលកំពុងតែមានទុក្ខនឹងនៅក្នុងសរីរៈរាងកាយក៏ធ្វើឲ្យចិត្តនឹងរសាយទៅនៅសេចក្តីទុក្ខទាំងឡាយនោះអាស្រ័យដោយសារបានស្ដាប់នៅព្រះសទ្ធម្មអាស្រ័យដោយសារបានយល់នៅព្រះធម៌ធ្វើឲ្យចិត្តយើងដល់នៅសេចក្តីសុខស្ងប់ចឹងថ្ងៃនេះយើងស្ដាប់ទៅនៅសតិប្បដ្ឋានសូត្រជាធម៌ដែលយើងគួររលឹករឿយចំពោះខ្លួនយើងដើម្បីឲ្យចិត្តយើងស្ងប់សុខនឹងទាំងអស់គ្នារយៈពេលប្រហែលជា15ឬ20មីនិតមិនវែងទេដោយសារយោងតាមពេលវេលាកលៈទេសៈមកក៏មិនអាចអង្គុយបានយូរនឹងចឹងសូមតាំងចិត្តទាំងអស់គ្នាណាញោមសូមអនុមោទនាអ្នកមត្ថុរតនតយសៈទូលព្រះបង្គំខ្ញុំព្រះករុណាម្ចាស់សូមលើកកំបងផ្គងអញ្ជលីគោរពនិងនមស្ការចំពោះ
ព្រះប្រជុំ3នៃបត្រៃរតគឺព្រះពុទ្ធរត1ព្រះធម្មរត1និងព្រះសង្ឃរត1អាតរិអ្នកដោយសេចក្តីគិរវៈជ្រះថ្លាដ៏ខ្ពង់ខ្ពស់ឧត្តមឧត្តមប្រសើរស្មើដោយជីវិតសពកាលសូមនមស្ការក្រាបថ្វាយបង្គំកណ្ណាគុណចាស់គ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសដែលតែងតែតាមដានស្ដាប់នៅព្រះសទ្ធម្មរបស់ខ្ញុំកណ្ណាអាត្មានិងដោយសេចក្តីគិរវៈជ្រះថ្លាចម្រើនពរចំពោះមកកងអាដាមលោកគន្ទាវញាតិញោមពុទ្ធបរិស័ទសាធិស័ព្ទប្រុសស្រីទាំងអស់ដែលបានអារាធនានិងនិមន្តអាត្មាមកប្រទានអាវាតនិងជាកិច្ចណាចម្រើនទៅនៅបុណ្យកុសលនិងជូនចំពោះបុព្វការីជននៃលោកអ្នកមានគុណរបស់យើងផងនិងជាចំណែកនៃបុណ្យកុសលសម្រាប់ខ្លួនយើងផងព្រោះមនុស្សយើងម្នាក់រស់នៅគឺអាស្រ័យដោយសារបុណ្យទើបយើងដល់ព្រមនៅសេចក្តីសុខបើយើងខ្វះបុណ្យគឺយើងអត់ដល់នៅសេចក្តីសុខកើតទេញោមមើលឃើញនឹងភ្នែកបុណ្យហើយនឹងបាបដូចយើងមិនចាំបាច់ទៅមើលជាតិមុខជាតិក្រោយទេហ្នឹងហើយមកដាក់ដៃមិនក៏បានឲ្យតែស្រួលអត់អីទេមិនបាច់សាពះក៏បានដែរធ្វើម៉េចឲ្យតែស្រួលអិរិយាបថទាំង4ហ្នឹងគឺដាក់យ៉ាងម៉េចក៏បាននឹងចង់អង្គុយក៏បានអង្គុយស្ដាប់ក៏បានសម្រានស្ដាប់ក៏បាននឹងលោកយាយលោកតាខ្លះអត់ហ៊ានស្ដាប់ធម៌វត្ថុតាមវត្ថុអាត្មាហ្នឹងគាត់ថាឲ្យតែដល់ម៉ោងវត្ថុគាត់ត្រូវងើបអង្គុយហ្នឹងហើយឈឺក៏អង្គុយងើបអង្គុយដែរអាត្មាថាមិនអីទេកាលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅព្រះអង្គទៅប្រោះបិតាព្រះអង្គដែលប្រឈួនធ្ងន់បិតាផ្ទុំនៅលើគ្រែហើយព្រះសម្មាសម្ពុទ្ធព្រះអង្គឈរនៅក្បែរបសិស័ករបស់បិតាហ្នឹងហើយសម្ដែងធម៌ខ្សឹបដាក់បិតាហ្នឹងឲ្យបិតាហ្នឹងទទួលយកនៅធម៌ហើយបិតាងើបមិនរួចទេនៅផ្ទុំនៅលើទីសាយណាហ្នឹងមិនងើបរួចទេព្រោះអញ្ចឹងចង់សម្រានស្ដាប់ក៏បានអង្គុយស្ដាប់ក៏បានដើរស្ដាប់ក៏បានឈរស្ដាប់ក៏បានអិរិយាបថណាមួយឲ្យត្រូវនឹងខ្លួនយើងនឹងមានន័យថាបើខ្លួនយើងអង្គុយអត់បានយើងឈរបើយើងឈរមិនបានយើងអង្គុយបើយើងអង្គុយមិនបានយើងសម្រានប៉ុន្តែឲ្យមានជំងឺនឹងដែលយើងមានអាការៈនោះវាផ្ទុយពីអ្វីដែលយើងអត់អាចធ្វើបានប៉ុន្តែបើយើងអត់ឈឺយើងថាលោកនឹងក្មេងខ្ជិលចាពះអញចង់សដោកជើងអញចង់ធាក់ដាក់ក៏បានឲ្យតែមានសេចក្តីប្រមាទចឹងទោសប៉ុន្តែបើយើងមានអាការៈមិនស្រួលចង់អិរិយាបថបែបណាក៏បានអត់តោះទេបើខ្មែរយើងមានទម្លាប់មួយទៀតជំនឿតគ្នាមកថាអ្នកដេកស្ដាប់ធម៌នោះស្លាប់ទៅកើតជាអីនឹងកើតជាពោះថ្លាន់ជាអីនោះហ្នឹងមិនទេគឺសេចក្តីគោរពនៅក្នុងចិត្តយើងញោមកាលណាយើងមានចិត្តល្អបរិសុទ្ធចំពោះអ្នកណាមួយឥឡូវថាមានសេចក្តីល្អបរិសុទ្ធចំពោះម្ដាយចំពោះឪពុកដោយសេចក្តីត្រង់ស្មោះមិនចាំបាច់យើងមកថ្វាយអង្គមនឹងខាងក្រៅគ្រាន់តែយើងមានចិត្តដោយសេចក្តីត្រង់ស្មោះចំពោះម្ដាយឪពុកក៏ឈ្មោះថាយើងបានរលឹកគុណនឹកគុណតបគុណដែរហ្នឹងប៉ុន្តែអរិយាបថទាំង4ហ្នឹងមិនមែនមានន័យថាការគោរពនឹងវាមានតែផ្លូវចិត្តទេទាំងកាយទាំងវាចាទាំងចិត្តបើយើងកាន់តែដល់ព្រមរឹតតែប្រសើរហ្នឹងនោះថ្ងៃនេះអាត្មាចង់នឹងឲ្យធម៌មកបានទទួលនៅធម៌នឹងពេលខ្លះអារម្មណ៍ចាស់ទៅមកយល់ទោះបីខ្លួនឯងវាអត់ទាន់ចាស់ប៉ុន្តែយល់អារម្មណ៍ព្រោះនៅជាមួយមនុស្សចាស់នឹងអាត្មានៅវត្តតាំងពីអាយុ5ឆ្នាំហើយបួសតាំងពី2ដល់ឥឡូវ70 40ហើយញោមនឹងតិចទៀត40ហើយអញ្ចឹងយល់អារម្មណ៍មនុស្សចាស់កូនក៏បីយល់ពេលយើងចាស់ទៅទើបយើងយល់អារម្មណ៍ជាម្ដាយនិងឪពុកគឺដូចអារម្មណ៍យើងកាលពីនៅក្មេងនៅតូចនៅនឹងទ្រូងម្ដាយត្រូវការភាពកក់ក្ដៅទៅណាស្រែករកម្ដាយបាត់ម្ដាយទៅកន្លះម៉ោងស្រែកយំនឹងរកម្ដាយរកឪពុកត្រូវការភាពកក់ក្ដៅពីម្ដាយឪពុកយ៉ាងណាពេលម្ដាយឪពុកចាស់ទៅដូចគ្នាញោមអារម្មណ៍ត្រូវការភាពកក់ក្ដៅពីកូនអារម្មណ៍ត្រូវការភាពកក់ក្ដៅពីចៅពេលឈឺទៅចង់ឃើញកូននៅក្បែរសបាច់ដៃសបាច់ជើងសួរម៉ាក់ឈឺមិនហើយម៉ាក់យ៉ាងម៉េចម៉ាក់ចង់ពិសាអីម៉ាក់ត្រូវការអីម៉ាក់ប្រាប់កូនគ្រាន់តែនិយាយប៉ុណ្ណឹងអាចជំងឺក្នុងខ្លួនចង់ជាទាំងអស់ហ្នឹងសบายចិត្តអារម្មណ៍មនុស្សចាស់ណាហ្នឹងហើយបើពេលអត់ស្រួលខ្លួនទៅនឹងគ្មានកូនណាមួយនៅចិត្តអាទេទូរស័ព្ទទៅអា1រវល់អា2រវល់អា3រវល់អាហ្នឹងជំងឺល្មមក៏ចង់ដាច់ខ្យល់ដែរហ្នឹងណាអារម្មណ៍មនុស្សចាស់ពេលខ្លះអារម្មណ៍នឹងសំខាន់ណាស់ចឹងបានមកឲ្យអាវ៉ាតលោកយាយលោកតាភាកច្រើនមកថាកុំឲ្យយើងយកអារម្មណ៍មកដាក់ជាមួយនឹងជំងឺដែលយើងមានឧបមាថាយើងពងឈឺជើងឬយើងពងឈឺចង្កេះឬយើងពងឈឺធ្មេញឬយើងពងឈឺក្បាលដើម្បីកុំឲ្យអាចជំងឺនឹងវាឈឺខ្លាំងអ្វីលើសអ្វីដែលយើងកំពុងតែឈឺវាតតែយើងកុំយកអារម្មណ៍ទៅដាក់ជាមួយអាឈឺហ្នឹងញោមសាកមើលឧទាហរណ៍ថាយើងត្រូវមុតកបាត់នឹងដៃ
បើសិនតែយើងចេះតែយកអារម្មណ៍មកដាក់ជាមួយអាមុតកបិតហ្នឹងទោះបីជាអាដៃហ្នឹងដាក់ថ្នាំព្យាបាលជាឲ្យ2ឆ្នាំក៏ដោយប៉ុន្តែជាឲ្យលែងឈឺហ្នឹងប៉ុន្តែគ្រាន់តែយើងឃើញអាស្នាមកបិតហ្នឹងយើងចេះតែយកអារម្មណ៍ទៅដាក់ជាមួយអាមុតកបិតហ្នឹងគឺមានន័យថាអាកាយនេះវាជាឲ្យប៉ុន្តែចិត្តយើងវានៅឈឺរាប់ឆ្នាំបងអញ្ចឹងយ៉ាងណាមកដូចគ្នាឧមាថាចុកជាកេះឧមាថាឈឺក្បាលឧមាថាតឹងទ្រូងនិងឧមាថាឈឺភ្នែកគ្រាន់តែប្រាប់កូនប្រាប់ពេទ្យទៅបានណាប៉ុន្តែកុំយកអារម្មណ៍ទៅដាក់ជាមួយអាឈឺហ្នឹងបងកុំគិតថាអញឈឺទ្រូងណាស់អញចុកទ្រូងណាស់អញឈឺចង្កេះណាស់អញឈឺធ្មេញណាស់អញឈឺក្បាលណាស់កុំឲ្យយកអារម្មណ៍ទៅដាក់ជាមួយហ្នឹងធ្វើឲ្យជំងឺផ្លូវកាយយើងហ្នឹងត្រឹម 10% វាធ្វើឲ្យផ្លូវចិត្តយើងនេះឈឺរហូតដល់ 20% 30% អញ្ចឹងសុខភាពយើងអត់ល្អទេបងនឹងសម្រានក៏មិនលក់ហូបក៏មិនបានអាចជំងឺហ្នឹងវាកាន់តែទ្រុឌទ្រោមទៅបងអញ្ចឹងបានពេលសមាយកអ្វីជាទីពឹងក្រៅអំពីខ្លួនយើងបានទេខ្លួនយើងជាទីពឹងសម្រាប់ខ្លួននិងខ្លួនយើងជាទីពឹងសម្រាប់ខ្លួននឹងមានន័យថាយើងចេះទទួលព្រមអប់រំផ្លូវចិត្តយើងកាយយើងបើពេទ្យគេមើលនិងយើងផ្ដល់ឱកាសឲ្យកូនផ្ដល់ឱកាសឲ្យពេទ្យមិនមែនមានន័យថាប្រសង់នឹងលោកមិនមានតម្លៃទេគឺមាននៅក្នុងផ្លូវផ្សេងអញ្ចឹងពេលយើងឈឺផ្ដល់ឱកាសឲ្យកូនមើលផ្ដល់ឱកាសឲ្យពេទ្យហើយនឹងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងទទួលព្រមហាត់ពុតលត់ដំអប់រំចិត្តពេទ្យមិនប្រកែជាងខ្លួនយើងឯងញោមខ្លួនយើងប្រកែណាបើយើងសិក្សាអំពីធម៌ព្រះឲ្យដល់ព្រះប្រកែជាងពេទ្យនឹងរាប់ម៉ឺនរាប់ដងពាន់ដងពេទ្យសិក្សាតែតាមព្រះទេនឹងជំនាន់ព្រះ 3000 ឆ្នាំមុនព្រះអង្គសម្ដែងពីជីវិតយើងត្រូវណាស់ញោមដោយព្រះអង្គសម្ដែងអំពីសមុទ្រឋានរោគកើតអំពីសមុទ្រឋានទាំងឡាយផ្សេងមានអាហារសមុទ្រឋានកាយសមុទ្រឋានចិត្តសមុទ្រឋានឬអតុសមុទ្រឋានឬកម្មសមុទ្រឋានមកសិក្សាធម៌ព្រះចេះតែពិចារណាមើលព្រះប្រកែណាញោមអស្ចារ្យណាព្រះអង្គថារោគកើតចេញពីអាហារដែលយើងហូបចូលខ្លួនបងហ្នឹងហើយពេទ្យគិតទៅពេទ្យរៀនតែតាមព្រះដោយព្រះអង្គថាអាហារណាដែលយើងគួរដាក់ចូលអាហារណាយើងមិនគួរដាក់ចូលចង់កុំឲ្យឈឺយើងយល់អំពីរបបនៃអាហារហើយញោមគិតមើលព្រះអង្គប្រកែណាព្រះអង្គថាបើមិនចង់ឲ្យឈឺច្រើនយើងយល់អំពីរបបនៃអាហារអាណាគួរដាក់ចូលខ្លួនអាណាមិនត្រូវដាក់ចូលខ្លួនបើយើងរាល់ថ្ងៃមានយល់ណាបងដោយពេទ្យគេឲ្យផឹកទឹកមួយថ្ងៃឲ្យបាន3លីត្រគ្មានអាណាផឹកបាន3លីត្រទេប៉ុន្តែបើជុំគ្នា3នាក់ផឹក2កេះបងហ្នឹងហ្នឹងអញ្ចឹងអីមិនឲ្យឈឺច្រើនហ្មងបងហើយព្រះលោកបង្រៀនយើងបងលោកបង្រៀនថារបបនៃអាហារដែលយើងត្រូវដាក់ចូលខ្លួនកុំឲ្យឆ្អែតពេកកុំឲ្យឃ្លានពេកកុំឲ្យខុសម៉ោងកុំឲ្យខុសពេលកុំឲ្យចេះតែដាក់ចូលដូចចំណីឥឡូវយាយមិនចេះតែហូបទេយាយស្រុកស្រែខ្លះគាត់មិនសូវយល់កូនគេទៅពីពេញគេទិញបាកាសទៅ2 3កេះនឹងកេះឈិតតែ8ឈិតទឹកនោមផ្អែមឡើង8ក្បៀសបងនឹងគាត់អត់យល់បាទដល់អត់យល់ចេះតែហូបវាទៅជាកើតរោគហើយព្រះអង្គសម្ដែងថាបើយើងចង់កុំឲ្យឈឺយើងយល់អំពីរបបនៃការហូបឥឡូវយើងកុំនិយាយរឿងហ្នឹងយើងនិយាយរឿងថាដើម្បីកុំឲ្យអារោគផ្លូវកាយដែលកំពុងតែឈឺនឹងវាកាន់តែឈឺខ្លាំងទៅវាដាមដល់ផ្លូវចិត្តតើឡែម៉ាគិតថាទទួលព្រមយកការពិតថាអាហ្នឹងវាត្រូវតែចឹងតាទុំទៅវាតែងតែមាននឹងជាប់នឹងជាប់ផ្លែឈើតាទុំចូលជាប់ហ្នឹងហើយជាប់នឹងជាប់តាម៉ាឲ្យអត់ទេអាណាក៏ជាប់ហ្នឹងលោកពងអាទេសនេះអីឥឡូវសម្ោចវាលើធ្លាក់ប៉ុន្តែ50ឆ្នាំទៀតស្អីវាលើជាប់ទាំងអស់បាទនឹងដូចញោមចឹងណាអញ្ចឹងមានន័យថាអាសភាពនៃកាយចាស់អាសភាពនៃកាយឈឺហ្នឹងមិនមែនមានតែយើងទទួលអញ្ចឹងទទួលព្រមយកការពិតអញ្ចឹងដល់យើងទទួលព្រមទៅវាសុខមកធ្លាប់ឧទាហរណ៍ថាឧបមាថារាល់ថ្ងៃយើងមកពីធ្វើការវិញប្រពន្ធដឹងអាស្ងោផងឆាផងជៀនផងឲ្យស្រាប់ថ្ងៃហ្នឹងមកពីធ្វើការវិញប្រពន្ធអត់ស្រួលខ្លួនចំហុយប្រហុកមួយឆ្នាំងទុកនៅលើចក្រានអត់បានធ្វើអីទាំងអស់ហើយរាល់ថ្ងៃធ្លាប់តែប្តីតែមកដឹងអាប្រពន្ធក្របមហូប 3-4 មុខដាក់លើតុនឹងស្រាប់ថ្ងៃហ្នឹងប្រពន្ធអត់ស្រួលខ្លួនមកថ្ងៃហ្នឹងអត់ទៅធ្វើអីចំហុយប្រហុកមួយឆ្នាំងហើយមើលញោមមកដល់បើកទៅអត់មានឃើញអីឃើញតែប្រហុកមួយចានទេដើម្បីឲ្យអារម្មណ៍យើងវាសុខយើងធ្លាប់តែប្រហុក 3-4 មុខប៉ុន្តែថ្ងៃហ្នឹងប្រហុកមួយគោមទេបងដើម្បីឲ្យអារម្មណ៍យើងសុខចិត្តយើងសុខគ្រួសារយើងសុខយើងត្រូវធ្វើម៉េចចិត្តយើងពេលហ្នឹងត្រូវធ្វើម៉េចត្រូវធ្វើម៉េចបើវាសុខធ្លាប់តែ 3-4 មុខរាល់ពេលហើយថ្ងៃហ្នឹងប្រហុកមួយគោមធ្វើម៉េចដើម្បីឲ្យចិត្តយើងវាសុខត្រូវតែទទួលព្រមយកអាប្រហុកមួយគោមហ្នឹងបងកុំឲ្យពងអាហូបប្រហុកនឹកឃើញភីហ្សានៅក្នុងហាងនឹកឃើញផ្លូវមាន់នៅក្នុងទូហ្នឹងឲ្យសบายចិត្តនឹងអ្វីដែលយើងកំពុងតែមានសบายចិត្តនឹងអ្វីដែលយើងកំពុងតែទទួលអញ្ចឹងយើងមនុស្សយើងដូចគ្នាញោមចង់សុខឲ្យតែយើងចេះព្រមនៅអ្វីដែលយើងមានប៉ុណ្ណាយើងសบายចិត្តប៉ុណ្ណឹងអ្វីដែលកើតឡើងយើងទទួលព្រមយកនៅអ្វីដែលវាកើតឡើងហើយវាជាសច្ចភាពគ្មានអ្នកណាអាចកែបានទេ
នឹងគ្មានអ្នកណាអាចកែបានហើយក៏គ្មានអ្នកណាអាចជួយយើងបានក្រៅអំពីខ្លួនយើងត្រូវប្រឹងពង្រឹងហាត់ប្រាណណាផ្លូវកាយហាត់ប្រាណហូបឲ្យទៀងទាត់សម្រាប់ឲ្យទៀងទាត់ផ្លូវចិត្តយើងទទួលយកនៅធម៌ស្ដាប់ធម៌នឹងហាត់ពុតលុតដំអប់រំចិត្តយើងចេះទទួលព្រមយកនៅបញ្ហាដែលវាកើតហើយកុំយកអារម្មណ៍ទៅដាក់ជាមួយនឹងបញ្ហាដែលវាកើតហើយហេតុអីបានជាមនុស្សអ្នកមានធម៌អត់សូវកើតទុកពេលបញ្ហាកើតដោយសារតែលោកត្រៀមចិត្តទទួលយកអានឹងទុកឲ្យហើយឧបមាតែរឿងព្រាត់គ្នានឹងព្រាត់ស្លាប់ណានឹងលោកត្រៀមចិត្តថ្ងៃណាមួយញោមអីស្លាប់ហ៎គង់តែស្លាប់បើញោមមិនស្លាប់មុនអាត្មាស្លាប់មុនញោមត្រៀមចិត្តចឹងដល់អាបញ្ហានឹងវាកើតមានន័យតែចិត្តលោកនឹងលោកបានហាត់ពុតលុតដំអប់រំទទួលយកអាបញ្ហានឹងព្រោះវាជាសច្ចភាពយើងមិនមែនបត់ញោមមកស្លាប់ប៉ុន្តែចង់និយាយថាចិត្តយើងត្រៀមបានត្រៀមហើយត្រៀមថ្ងៃណាមួយនឹងព្រាត់គ្នាចឹងដល់តែពេលព្រាត់ទៅចិត្តនឹងវាអត់សូវណាកើតទុកខ្លាំងទេមុនបញ្ហាកើតត្រៀមយកបញ្ហាពេលដែលបញ្ហាកើតទទួលយកបញ្ហាពេលដែលកើតទទួលយកបញ្ហាហើយកុំយកអារម្មណ៍មកដាក់ជាមួយបញ្ហាដែលវាកើតយល់លោកនិយាយញោមហ្នឹងពេលហ្នឹងគឺចិត្តយើងអត់សូវកើតទុកចិត្តយើងអត់សូវកើតទុកនឹងអត់សូវតូមម្នាស់ជាមួយបញ្ហាដែលវាកើតហ្នឹងទេមុនកើតបញ្ហាត្រៀមចិត្តពេលបញ្ហាកើតទទួលយកបញ្ហាហើយកុំឲ្យចិត្តវាដាក់ដកជាប់ជាមួយនឹងអាបញ្ហាដែលវាកើតទាំងទៀតឈប់យកអារម្មណ៍ទៅដាក់ជាមួយបញ្ហារឿងដែលវាកើតហើយវាកើតទៅឲ្យវាកន្លងផុតទៅនឹងដោយប្តីប្រពន្ធខ្លះឆ្លោះគ្នា2ឆ្នាំហើយត្រូវគ្នាហើយហ្នឹងណាហើយស្រាប់តែពេលមួយពងស៊ីបាយប្រពន្ធនេះលើកអារឿងហ្នឹងយកមកនិយាយមកចានអស់3 4រាវមួយផ្លែតហ្នឹងទៀតហ្នឹងហើយរឿងវាចប់ហើយបើយើងចេះតែយកអាចិត្តយើងមកដាក់ជាមួយនឹងបញ្ហាហ្នឹងទៅវាធ្វើឲ្យសេចក្តីក្តៅក្រហាយហ្នឹងវាកើតឡើងវាអត់បានផលអីសោះនាំតែទុកលំបាកដល់ខ្លួនយើងចាអាបញ្ហាដែលវាកើតហើយវាកន្លងហើយឲ្យវាកន្លងផុតទៅយើងទទួលយកបញ្ហាទទួលព្រមយកអ្វីដែលវាកើតអញ្ចឹងមកដូចគ្នាកុំយកអារម្មណ៍ទៅដាក់ជាមួយនឹងទី1ត្រូវទទួលថាចាស់នឹងវាដូចចាស់ដូចគ្នាហើយតែចាស់ហើយវាឈឺនឹងឈឺដូចគ្នាហើយចុះបើវាឈឺហើយយើងកុំទៅយកអារម្មណ៍ទៅដាក់ជាមួយឈឺហ្នឹងចិត្តយើងនឹងធូរស្រាលហើយដូចម៉ែនិយាយចឹងម៉ែកុំទៅរកទីពឹងឯណាក្រៅអំពីខ្លួនយើងព្រឹកឡើងនឹងខំលើកដៃលើកជើងហូបអាហារហូបទឹកឲ្យបានច្រើនញ៉ាំថ្នាំឲ្យទៀងទាត់តាមពេទ្យនឹងមិនបាច់ទៅតែតនេទៅរកលោកម្ដងមកកាលអីមិនអីទេនឹងឲ្យលោកឲ្យធរអីសូត្រមុនតិចតួចចឹងទៅមិនអីទេនឹងកុំទៅទីពឹងដតីឯណាក្រៅអំពីខ្លួនយើងនឹងកុំទៅរកខ្សែចកេះបាយសីអូមអាមឯណាមិនមានអ្វីដតីក្រៅអំពីខ្លួនយើងជួយខ្លួនយើងបានទេនឹងដូចអាបច្ចៈអញ្ចឹងប៉ុន្តែពេលខ្លះអារឿងស្រោចទឹករឿងសូត្រមុនហ្នឹងវាជួយពង្រឹងផ្លូវចិត្តយើងមនុស្សយើងពេលខ្លះយើងដឹងថាគ្មានអ្នកណាអាចជួយយើងក្រៅអំពីខ្លួនយើងប៉ុន្តែពេលខ្លះជំនឿខ្លះធ្វើឲ្យយើងមានភាពរឹងមាំផ្លូវចិត្តអូម៉ាថាយើងមានទុកលំបាកឧបមាដែលយើងធ្លាប់ដុតធូបមុនសម្រានដុតធូបលើហឹងម៉ាភ្ញាក់ពីសម្រានដុតធូបលើហឹងម្ដាយឪពុកដល់ថ្ងៃហ្នឹងអត់បានដុតធូបវាដូចមានអារម្មណ៍ថាមិនស្រឡះក្នុងខ្លួនមុនចូលសម្រានហ្នឹងវាជាទម្លាប់អញ្ចឹងខ្មែរយើងវាមានទម្លាប់ហ្នឹងហើយនឹងពេលខ្លះយើងផ្ដាច់ក៏មិនកើតគ្រាន់តែថាកុំឲ្យយើងយកអារម្មណ៍យើងទៅផ្ដេកផ្ដួលទៅបញ្ហាអស់នឹងច្រើនពេកហ្នឹងបើយើងចេះពង្រឹងផ្លូវចិត្តខ្លួនយើងអត់ចាំបាច់ទៅរករបស់ហ្នឹងទេហ្នឹងណាអ្វីដែលអាត្មាចង់និយាយប៉ុន្តែពេលខ្លះគុណសម្បត្តិវាអាចជួយពង្រឹងផ្លូវចិត្តយើងដែរឧបមាដូចយើងសែនព្រេនឆេងម៉េងចូលឆ្នាំចិននៅភ្នោម្ដាយឪពុកយើងដឹងថាដាក់ហ្នឹងអត់មានបានផលអីទេម៉ែឪអត់មានបានអីទេយើងដាក់សែនហ្នឹងយើងចង់ទិញប្រដាប់ខ្សែ5 6,000 $10000យកទៅដាក់ចេកជ្រូកទាខ្វៃយកទៅដាក់ពេញហ្នឹងក៏ម៉ែយើងគ្មានដឹងឮដែលដឹងតែអ្នកនៅរស់នេះសែនអត់ទៅអស់ភ្លើងធូបហូបតែគ្នាយើងអ្នកស្លាប់នោះអត់មានបានអីតែយើងដឹងប៉ុន្តែហេតុអីបាននៅតែធ្វើអាត្មានៅតែលើកទឹកចិត្តទៅឲ្យធ្វើទោះបីជាម្ដាយឪពុកដែលស្លាប់ទៅអត់បានហូបប៉ុន្តែជាវិធីដ៏ល្អមួយសម្រាប់បដោះផ្នត់កំណត់កូនកុំឲ្យភ្លេចគុណម៉ែឪដែរហើយទៅដល់ថ្ងៃហ្នឹងវាចេះនាំគ្នាទៅបោះភ្នោទៅសម្អាតភ្នោទៅដាក់សែនជាកិច្ចគ្រប់គុណឃើញវាមានគុណសម្បត្តិផ្សេងហ្នឹងវាមិនមែនអត់ទាំងអស់ទេអញ្ចឹងយ៉ាងណាដូចចាស់គាត់ទៅរកលោកអីហ្នឹងជាខ្លះជួយពង្រឹងទឹកចិត្តគាត់លោកឲ្យពរលោកឲ្យធរលោកនិយាយលោកស្រោចទឹកលោកសូត្រមន្តឲ្យបន្តិចទៅក៏មានអារម្មណ៍ស្រឡះផ្លូវចិត្តអញ្ចឹងទៅធ្វើឲ្យគាត់អារម្មណ៍ល្អនឹងក៏ជាចំណុចល្អមួយដែរប៉ិនកុំឲ្យងប់ងល់ដូចលោកយាយខ្លះមួយថ្ងៃដើរទៅរកតលោកនឹងតាមលាអាងភ្នំក្រំថ្មនឹងឲ្យទៅហើយនឹងអត់ដេកអត់ពួនទេអ្នកខ្លះដល់ដើរយូរទៅដើរតាំងពីផ្ទះថ្មរហូតដល់ផ្ទះក្បឿងផុតពីផ្ទះក្បឿងមកនៅប៉ាំងអាស័យផុតពីប៉ាំងអាស័យមកនៅខ្ទមហើយដល់ហើយតាំងមកបន្ទោសលោកអញបើកុំមកធ្វើបន់ក៏អត់ក្រហ្នឹងវាមិនមែនមកពីបន់ឯងក្រណាយើងវាអត់យល់អំពីរបៀបនៃការធ្វើបន់ហ្នឹងហើយដល់យូរមកបន្ទោសបន់ហ្នឹងថ្ងៃមួយទៅហែទីហោទៅហែក
ឋិនហើយផ្កាទៅបៃលិន3ថ្ងៃនឹងហើយដល់មកវិញប្តីដាក់មកដៃហើមមុខហើមភ្នែកទៅបន្ទោសបនទៀតអញបើកុំមកទៅហែផ្កាក៏ប្តីមិនវាយដែរវាមិនមែនមកពីបនផ្កាណាមកពីឯងដើរអត់ដឹងរឿងអាប្តីនៅផ្ទះអត់អីស៊ីដើរចោលផ្ទះអត់ដឹងតែខ្លួនឯងមានប្តីមានកូនហើយដើរចោល3 4ថ្ងៃហើយគេមិនវាយបាទហ្នឹងហើយវាមិនមែនមកពីដើរបនទេណាមកពីអត់យល់កាលអត់យល់របៀបនៃការរស់នៅហើយចេះតែបន្ទោសបនដោយអាខ្លះធ្វើបនចម្រើនបញ្ជនទៅដាក់ធុងបាសទៅរំទៅកូនកាប់គ្នាបែកក្បាលទៅបន្ទោសថាអញកុំមកធ្វើបនចម្រើនបញ្ជនក៏កូនអត់កាប់គ្នាមិនបន្ទោសអាមនុស្សឯមនុស្សនោះទៅបន្ទោសបនអត់ដែលឲ្យຕົកយើងទេញោមបនឲ្យយើងសុខអ្នកណាប្រព្រឹត្តសេចក្តីល្អអ្នកនឹងសុខហើយកុំទៅមើលជាតិមុខជាតិក្រោយមកឧទាហរណ៍ឲ្យងាយយល់ព្រឹកឡើងបើកភ្នែកយើងឲ្យញឹមដាក់គេឲ្យញឹមដាក់យើងមិនអញ្ចឹងបើកភ្នែកឡើងយើងលើកដៃសាពះគេសាពះយើងនិយាយព្រោះដាក់គេនិយាយព្រោះដាក់យើងហ្នឹងមិនបាច់ទៅមើលឯណាឆ្ងាយតែយើងផ្ដល់សេចក្តីសុខឲ្យគេឲ្យសុខយើងផ្ដល់ស្នាមញញឹមឲ្យគេញញឹមដាក់យើងអាផលនៃសេចក្តីល្អហ្នឹងគឺវាឲ្យយើងមកល្អអញ្ចឹងបាទហើយបើយើងតនេទៅដើរហាយគេពីដើមភូមិដល់ចុងភូមិអាហ្នឹងគេមិនឲ្យសុខយើងគេឲ្យក្តៅកាហាយយើងដូចគ្នាបាទអញ្ចឹងបនបាបហ្នឹងយើងមើលតែបច្ចុប្បន្នហ្នឹងអញ្ចឹងកាលណាយើងប្រឹងចម្រើនទៅនៅសេចក្តីល្អធ្វើឲ្យកាយវាចាចិត្តរបស់យើងរមែងដល់ព្រមនៅសេចក្តីសុខទាំងអស់គ្នាណាញោមសូមអនុមោទនាហើយណមួយម៉ាត់ទៀតមកណកុំថាឡើយយើងជាមនុស្សបឋិជនធម្មតាឈឺនឹងនាងចាស់មកយល់ញោមប្រុសថ្មអីពេលឈឺម្ដងក៏ធ្ងោហើយក៏ត្អូញនឹងហើយចៅអធិការវត្តទៀតណាពីដើមបងអាថ្មថាញោមកែងចៅអធិការអីយើងធ្លាប់បួសរៀនយើងយល់ធម៌ដែរនឹងជ្រាបជាធិនឹងអ្នកណាទៅកិច្ចបានសំបីតែព្រះសម្មាសម្ពុទ្ធណាញោមក៏នៅតែឈឺបងនៅតែឈឺនឹងព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គមុននឹងបរិនិព្វានវេទនាណាពេលមួយព្រះអង្គធ្លាក់ឈាមមកទាំងដុំដោយសារកម្មសមុទ្ឋានរោគនឹងវាអាចកើតមកពីកម្លាំងកម្មអាចកើតមកពីអាកាសធាតុអុតុសមុទ្ឋានព្រះសម្ដែងថារោគវាកើតមកពីហេតុ4ទី1អាហារសមុទ្ឋានដូចថ្មនិយាយជួនកាលវាកើតពីអាហារដែលយើងហូបចូលខ្លួនដូចថ្មមកពីទេសនាគេតាមខេត្តមកមិន10 2 10យប់ជិះចូលដល់ពេញមុខវាំងអីឃើញក្មេងៗវាអង្គុយស៊ីតាមមាត់ទន្លេនោះវាស៊ីជើងមន់ជើងអីនោះមកចេះសង្វេកអាណិតពុំមិនដឹងធ្វើម៉េចនឹងអាហ្នឹងដូចយើងនាំគ្នាយករោគមកដាក់ខ្លួនទី1ខុសកាលទី2ចំណីនោះសុទ្ធតែថ្នាំសារជាតិគីមីវាចិត្តតែដាក់ចូលខ្លួនគ្នាវាមិនយល់ជាងអាហ្នឹងគេហៅថារោគកើតពីអាហារហើយទី2អុតុសមុទ្ឋានរោគហ្នឹងដូចញោមនៅកន្លែងហ្នឹងល្អណាស់យើងនៅជាប់មាត់ទន្លេចឹងខ្យល់អាកាសក៏នៅបើកទ្វារមកមិនបើកមិនសិនជានឹងស្រួលខ្យល់ដកដង្ហើមមកអារម្មណ៍ស្រឡះល្អផ្ទះយើងនៅមានអនាម័យមានរបៀបរៀបរយមានក្លិនណាដកដង្ហើមស្រួលអុកស៊ីហ្សែនគ្រប់គ្រាន់អាហ្នឹងគឺអត់សូវមានរោគហ្នឹងតែបើនៅដូចថ្មអីរោគគាត់អាត្មាហ្នឹងក៏នៅក្មេង40នាក់ហើយក៏លោក5 10អង្គគូតគាត់ទូចតែមួយនឹងដូចបងគាត់ទៅគ្នា60នាក់ជាងក៏នៅបើកភ្នែកមកធំក្លិនក្លៀកវាហ្នឹងចង់ដាច់ខ្យល់អីហ្នឹងហើយអាត្មាចេះនឹកឃើញវាជួយពិបាកអាខ្លួនឯងវាធ្លាប់មកពេញដំបងវាពិបាកនោះញោមកាលឆ្នាំ2000ជាង2006មកប្រឡងជាប់ចូលមករៀននៅពេញនឹងដើរសុំកន្លែងគេវេទនាណាតម្រាំបាននៅបានប្រហែលគាត់អាត្មាចាស់មេគាត់វាយគាត់ធ្វើថ្មីទៅអាត្មាមកគង់នៅនេះបដោះសន់មករយៈដែរនឹងមមគាត់ឲ្យបានមកមុនទៅនោះវិញអញ្ចឹងដល់ឲ្យខ្លួនឯងធ្លាប់ពិបាកទៅអញ្ចឹងឲ្យតែអ្នកក្រខ្សត់ក្មេងប្រឡងបាក់ដប់តាមខេត្តដែលគ្មានលទ្ធភាពជួបផ្ទះណាអាត្មាចេះកាត់ក្រែ2ជាន់ឲ្យដេកលើក្រោមទៅចប់បរិញ្ញាបត្រអាចាស់ចេញថ្មីចូលបន្តអញ្ចឹងទៅអញ្ចឹងកន្លែងយើងរស់នៅនោះក៏សំខាន់ដែរខ្យល់អាកាសបរិសុទ្ធអុកស៊ីហ្សែនគ្រប់គ្រាន់ដកដង្ហើមអនាម័យនឹងអាខ្លីប៉ុណ្ណឹងយើងយល់ព្រះលោកសំដែងថាអញ្ចឹងហើយកម្មសមុទ្ឋានរោគអាហ្នឹងមិនមែនពាក់ព័ន្ធមួយអាហារមិនពាក់ព័ន្ធជាមួយនឹងទីកន្លែងយើងរស់នៅគឺពាក់ព័ន្ធជាមួយនឹងពូជដែលយើងដាំពីមុនមកដោយព្រះសម្មាសម្ពុទ្ធសុកធ្លាក់ឈាមអញ្ចឹងអនន្តសាវៈនិភ័យអស់នឹងដោយសារអីដោយសារកម្មលោកកម្មហើយស្រេកទឹកអាពេលធ្លាក់ឈាមនោះស្រេកអានន្តខំប្រឹងយកបាតទៅដងទឹកទៅអាកន្លែងទឹកហ្នឹងគេទឹមតែប្រឡែងប្រឡែងគោដើរជន់ទឹកហ្នឹងឡងល្អក់ទឹកស្ទឹងនឹងតាំងពីលើដល់ក្រោមរកកន្លែងទឹកថ្លាណាមួយដងយកមកឲ្យព្រះមិនកើតដងតាំងទឹកល្អក់យកមកឲ្យព្រះនឹងព្រះនេះមានទទួលនឹងឆាន់កើតអីដោយសារទោសកាលពីអតីតព្រះសម្មាសម្ពុទ្ធខឹងគោខឹងប្រពែដែលខ្លួនឯងចិញ្ចឹមហ្នឹងសឹងខឹងអាសត្វចិញ្ចឹមហ្នឹងណាដល់ខឹងទៅអាសត្វចិញ្ចឹមហ្នឹងវាទៅរកផឹកទឹកលោកនេះយកជើងយកដុំថ្មទៅកោទៅវាសទឹកហ្នឹងឲ្យល្អក់ទៅស្អប់ខឹងអាសត្វហ្នឹងណានឹងឲ្យសត្វហ្នឹងផឹកកើតដល់ខ្លួនឯងឃើញញោមវាអត់រួច
នឹងអាហ្នឹងគេហៅថាកម្មសមុទ្ឋានមានន័យថាពូជដែលឯងសំពីមុនមកទោះបីឥឡូវហ្នឹងយើងខំប្រឹងថែខ្លួនយើងយកចិត្តទុកដាក់ល្អយ៉ាងម៉េចក៏ដោយកូនចៅក៏យកចិត្តទុកដាក់តាំងពីចំណីអាហារកន្លែងរស់នៅពូក្រែប្រើព្រំជាងចំរនាំងវាំងននទឹកដោះគោខាប់ទឹកដោះគោរាវតែស្ករសតុកកៅអីសលៃមុងថ្នាំសង្កូវជាបារោគសពគ្រប់ប៉ុន្តែនៅដល់វាឈឺដោយសារកម្មពូជយើងសន្សំពីមុនមកវាត្រូវទទួលឥឡូវហ្នឹងដោយព្រះសម្មាសម្ពុទ្ធចឹងយើងត្រូវគិតចឹងក៏តាំងប្រហែលព្រះនៅទៅឈឺហើយចុះយើងជាបឋមជនធ្វើម៉េចមិនឲ្យឈឺឈឺដូចតែគ្នាគ្រាន់តែឈឺមុនឈឺក្រោយគ្មានអ្នកណាចង់ឈឺទេហើយក៏គ្មានអ្នកណាចង់ចាស់ដែរទាំងអស់គ្នាមានអ្នកណាចង់ចាស់ទេមែនទេញោមនឹងបើអាចឲ្យនៅក្មេងបានក្មេងនឹងដូចអ្នកកែសម្ផស្សនោះគេខំប្រឹងរកវិធីកែកែឲ្យខុសពីធម្មជាតិដូចម្ដេចនឹងបានតែដល់ពេលដល់វេលារបស់វាកំណត់ទោះបីកែអាម៉េចក៏វាទៅតែចាស់ជ្រីវជ្រួញពុកផុយរបេះជាធម្មតាមើលអាអ្នកកែយូរទៅកែរមុខមិនមុខមនុស្សទៅមុខខ្មោចវិញណាដល់កែយូរទៅអាភ្នែកនេះដូចចង់លៀនចេញមកក្រៅទៅអញ្ចើមនោះរគូសយូរទៅមកខាងប៉ិនក៏ដៃខាងប៉ិនព្រួនជើងនឹងវាលែងទៅជាសភាពនៃធម្មជាតិនឹងកែទៅវាយូរទៅវាកែលែងកើតនឹងយ៉ាងណាអានឹងវាជាច្បាប់នៃធម្មជាតិគ្មានអ្នកណាអាចកែបានគ្មានអ្នកណាអាចជួយបានដល់ពេលចាស់ដូចគ្នាដល់ពេលឈឺដូចគ្នាដល់ពេលឃ្លាតប្រត់ដូចគ្នាវាជាសភាវៈធម្មតាពាក្យថាធម្មតាមានន័យថាយើងក៏អញ្ចឹងគេក៏អញ្ចឹងនឹងដល់យើងទទួលអញ្ចឹងទៅយើងអត់សូវកើតទុកទេនឹងយើងមិនសូវកើតទុកទេណានឹងអញ្ចឹងប៉ុណ្ណឹងឯណោះនឹងណាចប់ណារឿងឈឺអត់មានអ្នកត្រូវការរឿងឈឺអត់រើសរូបសខ្មៅមើលសែនផ្សាក្តៅដោយភ្លើងភ្នក់ឈឺតូចឈឺធំប្រំបំពួកខ្ទេចខ្ទាំកន្ទុកសរីរាង្គពេលស្លាប់ជាពេលអស់កម្មសិទ្ធិពេលនាំជីវិតចាកកាយាក្តីស្លាប់អត់មានអ្នកត្រូវការតែមច្ចុមានមិនយោគយល់ម៉ែឪកូនចៅប្តីប្រពន្ធសង្សារទ្របធនធ្លាប់ថ្កើងថ្កល់ជាទីស្រឡាញ់ពេញនិយមគង់ក្រោមអធិពលក្តីព្រាត់ប្រាសអ្នកអាក្រក់អ្នកល្អអ្នកសខ្មៅអ្នកប្រាជ្ញអ្នកខ្លៅអ្នកក្រខ្សត់សុទ្ធតែមានកម្មជាបន្តកំណត់ចែងចាវាសនាហើយអញ្ចឹងគេកំណត់ឲ្យយើងហើយអស់នឹងអ្នកណាត្រូវបាន70អ្នកណាត្រូវបាន80អ្នកណាត្រូវបាន50អ្នកណាត្រូវបាន40អ្នកណាត្រូវបាន90អ្នកណាត្រូវបាន100អ្នកណាត្រូវបាន100ជាងគេកំណត់ឲ្យអស់ហើយនឹងគេគូសវាសទុកនៅនឹងស្នាមបាតដៃយើងឲ្យអស់ព្រោះអញ្ចឹងយើងមិនចាំបាច់ទុកសោកព្រួយនឹងស្វែងរកទីពឹងឯណាទេក្រៅអំពីខ្លួនយើងប្រឹងចម្រើនទៅនៅសេចក្តីល្អនៅទាំងខ្លួនយើងហើយសេចក្តីល្អមិនចាំបាច់ស្លៀកពាក់សកោសក់ទៅវត្តក៏យើងអាចធ្វើសេចក្តីល្អបានដែរមិនប្រកាសថាតើស្លៀកចពោដោយអាត្មាបានហៅតែអ្នកធ្វើល្អមែនទេនឹងនេះគ្រាន់តែជាទង់ជ័យនៃព្រះសម្មាសម្ពុទ្ធជាតំណាងប៉ុន្តែសេចក្តីល្អយើងនៅតែផ្ទះយើងដូចអាត្មានិយាយមិញក៏បើកភ្នែកឡើងញឹមដាក់ពុនញឹមដាក់កូនញឹមដាក់អ្នកចិត្តខាងបើកភ្នែកឡើងនិយាយព្រោះដាក់គេកុំកុហកភូតផលបោកប្រាស់ញុះញង់គេបើកភ្នែកឡើងកុំយកអាដៃនឹងវាដំទាត់ធាក់កាប់ចាក់អ្នកដតីកុំលួចឆក់ប្លន់កັບកេងប្រវាញ់បើកភ្នែកឡើងចិត្តកុំក្តៅកាហាយព្យាបាទគេនៅតែផ្ទះបនយកអស់នឹងបើយើងទៅស្លៀកពាក់សកោសក់មែនប៉ុន្តែមកដល់ផ្ទះវិញអង្គុយនឹងនិយាយតែដើមគេអាហ្នឹងមិនចម្រើនបនវាអត់ចម្រើនវាអត់នៅនឹងរូបភាពខាងក្រៅទេគឺវានៅនឹងការហាត់ពុតលត់ដំអប់រំខ្លួនយើងទាំងអស់គ្នាណាញោមសូមអនុមោទនាចប់នឹងចប់ធរអញ្ចឹងយើងស្ដាប់ព្រះបរិត្តតិចទៅហើយចាំយើងវេចង្ហាន់ហើយដាបាំងស្គាល់បញ្ចប់កិច្ចហ្នឹងអរគុណញោមមកបានទិញកឲ្យអាត្មាណយកទៅមណ្ឌលកែប្រែថ្ងៃ13នេះថ្ងៃ13ខែ2នោះមកត្រូវទៅមណ្ឌលកែប្រែនៅប្រទានមានជ័យហើយញាតិញោមណាចង់ទៅរួមដំណើរជាមួយមកក៏បានដែរទៅសម្រាប់បាត់ដំបងមកយប់ព្រោះព្រឹកឡើងមកត្រូវបង់ថ្លៃសាលាឲ្យលោកកព្រា2អង្គទៀតនៅបាត់ដំបងព្រោះរាល់ថ្ងៃមកបង់ថ្លៃសាលាឲ្យលោកកព្រាអត់ម្ដាយអត់ពុកនឹងទូទាំងប្រទេសលោកណាដែលរៀនចប់បាក់ឌុបអត់ម្ដាយអត់ពុកគ្រាន់តែយកតាលិខិតបញ្ជាក់មរណភាពញោមប្រុសស្រីហើយនឹងលិខិតបាក់ឌុបកុប2មកចង់រៀននៅសាលាឡាមកបង់ថ្លៃសាលាត្រឹមបរិញ្ញាបត្រ4ឆ្នាំនឹងឲ្យគ្រប់អង្គនឹងអញ្ចឹងពេលទៅសម្រាប់បាត់ដំបងមកយប់ទៅព្រឹកឡើងមកបងលុយឲ្យលោកបាត់ដំបងរួចទេសនាគេពេលព្រឹកនៅនឹងមករោងដែរចប់ទៅបានថ្ងៃយើងហូបបាយហើយយើងចេញទៅប្រទាយមានជ័យទៅមណ្ឌលតែម្ដងអប់រំចប់នៅមណ្ឌលយើងចូលមកសៀមរាបនឹងលោកចង់ឃើញអង្គអញ្ចឹងនាំលោកទៅសៀមរាបមកយប់ព្រឹកឡើងមិនចេញវិញអញ្ចឹងញោមណាចង់រួមដំណើរទៅជាមួយអាត្មាក៏បានយើងមកពេញប៉ុនអាចមានឡានអីជួយដឹកអីវ៉ាន់បងហ្នឹងហ្នឹងថ្ងៃ13អរគុណណាស់បានញោមទិញអង្គឲ្យកុំអីហ្នឹងមកទេប្រាប់នៅប្រទានមានជ័យនោះឲ្យគេទិញនៅនោះនឹងកុំឲ្យបាក់ដឹកប៉ាឡូវបានកយើងដឹកពីនេះទៅបងកូនណាគេគោរពគុណគេស្រឡាញ់ម៉ែស្រឡាញ់ឪគេលើកបន្ទប់ទុកដាក់ថែរក្សាការពារឃុំក្រងម៉ែឪគេគឺមនុស្សនឹងចម្រើនដាក់ស្អីក៏ចម្រើនរស់ស៊ីអីក៏ចម្រើនព្រោះម្ដាយឪពុកនេះឲ្យពរកូនព្រឹកល្ងាចអារម្មណ៍ម្ដាយឪពុកចិត្តម្ដាយឪពុកនៅនឹងកូនព្រឹកល្ងាចបើយាយណាជេរបើចោលកូនព្រឹកល្ងាចកូនហ្នឹងក៏ហិនហោចដែរមិនសូវចម្រើនចឹងបាទអាត្មាចេះដាស់តឿនយាយថា
យើងជាម្ដាយជាឪពុកហ្នឹងបើខឹងកូនកុំប្រើពាក្យអសរោះដាក់កូននឹងកុំនិយាយពាក្យអាក្រក់អាក្រក់មាត់យើងហ្នឹងវាប្រៃណាស់បើនិយាយខ្លះមិនទេបើអាតសុំសិល8សិល10នឹងអាប៉ុន្តែមកដល់ផ្ទះវិញហ្នឹងពាក្យស្អីក៏ចេញណាហើយឲ្យពរកូនហ្នឹងមិនឲ្យពរព្រះទេឲ្យពរតែគ្នាគាត់ហ្នឹងអញ្ចឹងពាក្យយើងប្រៃព្រះអង្គប្រពដោយសម័យព្រះអង្គលើករឿងដូនចាស់ម្នាក់ហ្នឹងគាត់នៅជាមួយកូនប្រុសហ្នឹងតាំងពីក្មេងមេម៉ាយអត់យកប្តីទៀតទេហើយដល់ពេលកូនប្រុសហ្នឹងពេញកំឡោះទៅនិយាយកាត់សេចក្តីណារឿងវែងដល់ពេញកំឡោះទៅចង់ចេញទៅរកស៊ីឡើងសំពៅទៅរកស៊ីជាមួយគេហើយមកថ្វាយអង្គមម្ដាយម៉ែខ្ញុំចង់ឡើងសំពៅទៅរកស៊ីជាមួយគេម៉ែខ្ញុំរៀបចំខោអាវរួចហើយខ្ញុំសុំមកឯងទៅមករយៈជាមួយគេម្ដាយនេះគ្រាន់លើអញ្ចឹងបារម្ភកូនព្រោះមានតែ2នាក់កូនមេម៉ាយអត់យកប្តីណែស្ត្រីយើងបើណាប្តីស្លាប់ឬខ្លួនឯងណោមានបញ្ហាប្តីស្លាប់ឬប្តីមានបញ្ហាអីអត់យកប្តីទៀតទេភាគច្រើនគឺសុខចិត្តនៅជាមួយកូនខុសពីបរោះដូនចាស់ហ្នឹងដូចគ្នាប្តីស្លាប់ទៅតាំងពីក្មេងអត់យកប្តីទៀតទេអ្នកណាមកចែកចៅមិនក៏នៅតែថែរក្សាកូនមិនយកប្តីទៀតខ្លាចគេធ្វើបាបកូនស្រឡាញ់កូនណាស់ស្មើជីវិតកូននេះដល់ធំទៅសុំចេញទៅរកស៊ីមួយគេម្ដាយបារម្ភខាត់កូនហើយកូនម៉ែមានតែ2នាក់កូនម៉ែចាស់ហើយបើកូនទៅបានណាមើលម៉ែហើយកូនទៅឈឺជាក្រៅរងាគ្មានអ្នកណាមើលកូនទេនៅផ្ទះម៉ែដាំបាយឲ្យម៉ែបោកខោអាវឲ្យម៉ែថែរក្សាកូនថ្នមណាស់បើកូនទៅឆ្ងាយដេកមិនដឹងនៅតាណាអីតាណាបាយទឹកអីកូនកំទៅអីបារម្ភអាកូននេះវាអត់ស្ដាប់វាថាទេម៉ែខ្ញុំអត់ចង់ក្រទេខ្ញុំចង់ចេញទៅរកស៊ីនឹងគេម្ដាយនេះបារម្ភខាត់ម្ដង2ដងមិនស្ដាប់កូននេះទាញបង្វិចទៅដល់ទាញបង្វិចទៅម្ដាយនេះអោបជើងជាប់ដល់អោបជើងជាប់កូននេះវាទៅធាក់ដៃម្ដាយចេញយាយណាវាទៅធាក់ជើងធាក់ដៃម្ដាយចេញទៅអាម៉ែនេះពេលខឹងអញ្ចឹងចេះថានេះកន្លែងហ្នឹងកូនចៅគាត់បីគិតដែរម្ដាយឪពុកយើងពេលណាខឹងគាត់ចេះនិយាយអាពាក្យស្អីក៏ចេះនិយាយប៉ុន្តែចិត្តគាត់អត់ដូចមាត់គាត់ទេហើយគាត់ជេរគាត់ថាព្រោះចង់ឲ្យយើងល្អក៏ចង់ឲ្យយើងសុខចង់ឲ្យយើងចម្រើនមិនដែលមានម្ដាយឪពុកណាជេរកូនចង់ឲ្យកូនវិនិច្ឆ័យដូចដូនចាស់នឹងអញ្ចឹងដល់ពេលខឹងខាត់មិនស្ដាប់ទៅគ្រាន់មិនបានថាបើឯងមិនស្ដាប់អញទៅកបីដេញជាន់ដល់ងាប់អាពេលខឹងណាថាអញ្ចឹងណាយាយនេះមាត់ប្រៃណាយាយណាម៉ែឪហ្នឹងណាកុំចេះតែដាក់ឲ្យពកូនលេសតាអន្ទះអាអីនឹងអត់ល្អទេយាយខ្លះនឹងចេញអស់ហើយមិនដឹងអីខ្លះអញ្ចឹងកុំនេះដូចដូនចាស់ហ្នឹងបើឯងមិនស្ដាប់អញទេទៅកបីដេញជាន់ដល់ងាប់ដល់ថាអញ្ចឹងឯនេះដើរដល់កដាលព្រៃសុកនឹងកបីមកវិណាយាយរត់ដេញពីក្រោយមែនចាប់ផ្ដើមភ័យម៉ែចំមាត់ម៉ែឯងអីក៏ស័ក្តិសិទ្ធិម្លេះឲ្យកបីដេញកូនឥឡូវកបីដេញមែនហើយដល់ដេញមកគីអានេះរត់ហើយដល់រត់ទៅអានេះវាចេះរត់អាកបីវាចេះដេញហើយអាសัตว์នេះវាមានតែអស់កម្លាំងអីមនុស្សនេះវាអស់កម្លាំងមុនដល់អស់កម្លាំងលុតជង្គង់ក្រឹបលើកដៃផុតថ្ងានឹកគុណម៉ែហើយនឹងកូនយើងណាយាយជាទូទៅគឺអញ្ចឹងអាពេលណាកើតទុកនឹកម៉ែនឹកឪប៉ិនបើពេលពងជប់លៀងពងស៊ីកាពងសបាយពងផឹកអីចឹងមិនដែលកូនណានឹកឃើញចង់ខ្ចប់មហូបផ្ញើម៉ែទេណាយាយណាមើលយាយមើលដែលកូនយើងទៅស៊ីកាគេខ្ចប់មន់មួយមកផ្ញើយើងណាបាទអត់ទេដេកចាំទៅបងមិនថាកូនស្រីឬកូនប្រុសទេអាពងរំពងច្រៀងពងផឹកស៊ីពងសបាយនឹងមិនដែលនឹកម៉ែទេប៉ុន្តែបើអាពងកៅទុកបុកឡានបុកគ្នាអីបែកក្បាលហូរឈាមនឹកម៉ែបើដង្ហើមងឹតដេកក្នុងពេទ្យនឹកម៉ែឬក៏ជាពាក់លុយធនាគារច្រើនក៏នឹកម៉ែដែរហ្នឹងហើយនឹកអាពេលមានទុកបើពេលសបាយអត់ទេដូចគាត់ហ្នឹងចឹងអាពេលពងកើតទុកពងភ័យហ្នឹងនឹកម៉ែលើកដៃផុតថ្ងាអូម៉ែឲ្យម៉ែបើមាត់ម៉ែឯងដូចចិត្តម៉ែឯងចង់ឲ្យកូនកបីជន់ឲ្យស្លាប់មែនឲ្យកបីនឹងជន់កូនឲ្យងាប់ថាអញ្ចឹងហើយបាត់ភ្នែកទៅកបីនេះវាតម្លាក់ជើងចុះឲ្យដើរចេញទៅយេនេះសល់បញ្ជាក់ឲ្យឃើញថាមាត់ម៉ែហើយនឹងឪនេះអាពេលខឹងចេះថាប៉ុន្តែបេះដូងគាត់ទៅអត់ដូចមាត់ទេគឺចង់ឲ្យកូនសុខចង់ឲ្យកូនចម្រើនអញ្ចឹងកូនគាត់បីគិតថាពេលម្ដាយឪពុកជេរថាយើងកុំតបគាត់កុំប្រើពាក្យអសរោះទៅកាន់គាត់វិញយើងយកពាក្យគាត់មកគិតហេតុអីបាទគាត់ជេរយើងមិនត្រូវតគាត់ទេពេលខឹងគាត់ចេះតែថាទៅប៉ុន្តែបេះដូងគាត់នឹងគឺអត់កូនមិនបានទេស្រឡាញ់ណាស់ស្មើដោយជីវិតម្ដាយឪពុកស្រឡាញ់កូនស្មោះតែកូនភាគច្រើនមិនសូវស្មោះជាមួយម្ដាយឪពុកទេនឹងខ្លះនឹងមិនសូវស្មោះទេកូនខ្លះស្រឡាញ់ព្រោះឃើញស្រែនៅជាប់ផ្លូវជាតិកូនខ្លះស្រឡាញ់ព្រោះឃើញមាសនៅសល់8លឹងកូនខ្លះស្រឡាញ់ព្រោះរបស់
ហេតុអីបានអាត្មាថាអញ្ចឹងព្រោះសម័យនេះមានកូនឆ្លុះជាមួយម្ដាយកាត់កាលម៉ែចោលព្រោះតែដីឡូណាយាយព្រោះដីត្រូវថ្លៃណាបាទមានកូនកាត់កាលម៉ែឯងឲ្យឯងចោលដោយសារដីហើយតាអញ្ចឹងកូនស្រឡាញ់យើងអត់ស្មោះទេតែយើងស្រឡាញ់កូនដោយសេចក្តីត្រង់ស្មោះដូចអាត្មានិយាយមិញពេលណាសបាយដែលកូនណានឹកឃើញខ្ចប់ត្រីខ្ចប់ចេកខ្ចប់នំខ្ចប់មាន់ផ្ញើយើងមិនដែលទេតែយាយនេះទៅហូបបាយហូបកាគេសំបីទៅហូបអស់ហើយនៅសល់ក្បាលត្រីទក់មួយហ្នឹងក៏ខំកែវដាក់ស្បោងយកមកផ្ទះវិញដែរហ្នឹងហើយកែវឆ្វោកដាក់ស្បោងដៃហ្នឹងហើយគេមើលមុខហ្នឹងមិនមែនមិនខ្មាស់ទេខ្មាស់បើនឹកកូននឹកចៅនៅផ្ទះទឹកចិត្តម្ដាយឪពុកនេះអស់ចានណាស់នឹងហើយអាត្មាលើករឿងហ្នឹងមិញហ្នឹងគឺចង់ដាក់សតិស្មារតីម្ដាយឪពុកគ្រប់រូបខឹងកូនប៉ុណ្ណាក៏ដោយកុំប្រើពាក្យអសុរោះទៅកាន់កូនញោមណានឹងយើងជាព្រះនឹងយើងគប្បីប្រើពាក្យណាដែលល្អទុកជាគំរូសម្រាប់កូនចៅយើងឲ្យសមខ្លួនយើងជាព្រះដែលកូនគេគោរពប្រតិបត្តិដោយល្អព្រោះយើងជាព្រះសម្រាប់គេជាទេពតាសម្រាប់គេកូនខុសប៉ុណ្ណាក៏ដោយណែនាំដោយល្អដោយពាក្យសម្ដីពិរោះពិសាក៏នឹងអញ្ចឹងកូនចៅដូចគ្នាក្នុងរឿងហ្នឹងគឺចង់ឲ្យកូនចៅរៀនពិចារណាដែរថាបើម្ដាយឪពុកគាត់ជេរថាយើងយ៉ាងណាក៏ដោយយើងកុំតគាត់ដោយពាក្យសម្ដីអសុរោះមិនគប្បីទៅកាន់គាត់ហើយដោយលោកគ្រូនិយាយអញ្ចឹងអ្នកណាដឹងគុណម្ដាយឪពុកយើងចម្រើនអ្នកណាមិនដឹងគុណវិនិច្ឆ័យរស៊ីក៏មិនឡើងមនុស្សម្នាក៏គេមិនចូលចិត្តគេមិនស្រឡាញ់គេមិនចង់ក្បែរវិនិច្ឆ័យទាំងអស់ថ្មលើកមករឿងទៀតចប់ធម៌ទេសនាសម័យពុទ្ធកាលមានដូនចាស់ម្នាក់ទៀតយាយហ្នឹងគាត់ការបានប្តីហ្នឹងការហើយមិនបានប្រមាណបានកូនប្រុសមួយប្តីស្លាប់ទៅដល់ស្លាប់ទៅអត់យកប្តីទៀតទេប្តីស្លាប់តាំងពីក្មេងនេះអាត្មាទៅសើស្ត្រីញោមគិតទៅអាត្មាឃើញយាយមួយនៅផ្សារអង្គតសោមខាងជើងអង្គតសោមញោមស្រីហ្នឹងបែកប្តីតាំងពី23ឆ្នាំអត់យកប្តីទៀតទេញោមអ្នកតកែវយើងដែរអាមាឃើញគាត់អោបតាធៀបប្តីដើរទៅធ្វើបុតនេះតាំងពីក្មេងគាត់ថាអោបធៀបប្តីតាំងពីក្មេងឥឡូវគាត់អាយុ8ជាងហើយយាយគិតមើលហើយតាំង23ឯងញោមគិតមើលបែកប្តីតាំង23ឯងអត់យកប្តីទៀតចឹងបានចិត្តជាមនុស្សស្រីនេះអស់ចាណារមិនមានទេស្ត្រីស្មោះនឹងបរោះតែប្រុសមិនមានប្រុសស្មោះចំពោះស្ត្រីទេបងត្រូវចាំបងត្រូវចាំស្ត្រីអាចស្មោះនឹងបរោះតែបរោះមិនមានបរោះស្មោះជាមួយស្ត្រីទេមកឃើញយាយនឹងជាឧទាហរណ៍អាត្មាថាមានស្ត្រីស្មោះនឹងបរោះតែបរោះអត់មានស្មោះនឹងស្ត្រីទេមែនទេតាហ៎កណាឃើញទេបរោះក្រណាកុំថាឡើយដល់ប្រពន្ធបែកតាំងអាយុ23តាខ្លះ65ហើយគ្រាន់តែប្រពន្ធស្លាប់មិនទាន់ធ្វើ100ថ្ងៃស្រួលពួលបងដូចថាត្រូវម៉ាយណាចុងភូមិកម្លាំងនៅមានដឹកម៉ាយនៅមកបានហ្នឹងហើយអានេះគេបែកតាំងពី23ញោមគិតមើលអាត្មាថាប្រុសស្មោះមានមិនមែនអត់ទេអាត្មាធ្លាប់លើកហើយកាលជាង10ឆ្នាំមុនមកនិយាយដាក់ទូទាស់ទៀតណាអាត្មាថាប្រុសស្មោះមាន3ប្រភេទញោមស្រីណាចង់បានប្រុសស្មោះតទៅរកប្រុស3ប្រភេទហ្នឹងដឹងស្មោះហើយប្រុសទី1គឺប្រុសទៅមកកើតអត់ទាន់ដឹងក្តីអាទៅមកកើតណាហើយអាប្រុសទី2គឺចាស់ទៅវិញត្រុតត្រោមកដេកនៅលើកទាលចង្ហើមចង្ហិតដកដង្ហើមចិត្តអត់ចង់ដល់គ្នាព្រោះអាចិត្តដាច់ខ្យល់ហើយអាប្រុសទី3គឺអាប្រុសដេកក្នុងមឈូសហើយចឹងមាន3ប្រភេទហ្នឹងដែលស្មោះប៉ុន្តែថានៅកម្លាំងមាននៅដើរកើតទេអត់ទេដូចមិនមានទេដូចសម្មាសម្ពុទ្ធព្រះអង្គសរសើរអំពីបុត្រទាំងឡាយដែលនៅចម្រើនទៅដោយគុណព្រោះព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គក៏ព្រះអង្គចាប់កំណើតកើតជាតិណាក៏ព្រះអង្គសន្សំពោធិញ្ញាណគឺកតញ្ញូនឹងព្រះអង្គមិនដែលចោលទេដោយព្រះសមណគោតមនៃយើងអីគ្រប់ជាតិសំបីព្រះអង្គកើតទៅជាស្វាក៏ព្រះអង្គបម្រើជាម្ដាយឪពុកកើតទៅជាដំរីក៏ព្រះអង្គបម្រើម្ដាយឪពុកកើតទៅជានឹងត្រីស្ដោនឹងក៏បម្រើម្ដាយឪពុកកើតទៅជាទន្សាយក៏បម្រើម្ដាយឪពុកយើងមើលជាតិចុងក្រោយជាតិជាសវណ្ណសាមនេះរែកម៉ែរែកឪនឹងគ្រប់កន្លែងអញ្ចឹងមានន័យថាជាដំណើររបស់ព្រះអរហន្តព្រះសម្មាសម្ពុទ្ធព្រះយោគាវចរព្រះអរិយបុគ្គលគ្រប់រូបជាដំណើរជាលំអានដែលលោកទុកស្នាមគំនុះឲ្យយើងជាបរិស័ទនឹងដើរតាមមានន័យថាគុណគឺតម្លៃនៃសេចក្តីល្អដែលបុគ្គលម្នាក់ត្រូវចងចាំហើយត្រូវបំពេញទៅនៅកតវេទីគឺការតបទៅនៅសេចក្តីល្អព
ពលគឺតម្លៃនៃសេចក្តីល្អទាំងឡាយទាំងជាតិទេគុណគឺការផ្ដល់កំណើតក្តីទាំងឧបការៈគុណគឺការផ្ដល់នៅការចិញ្ចឹមបីបាច់ថែរក្សាយើងឃុំក្រងថែរក្សាយើងក្តីគឺយើងត្រូវតែចម្រើនទៅនៅគុណធម៌នៃសេចក្តីល្អនឹងចំពោះលោកវិញហើយសប្បុរសមិនដែលត្រូវការបត់ជាអវជាតិបុត្រទេសប្បុរសតែងប្រាថ្នាចង់បានបុត្រជាអតិជាតិបុត្រឬអនុជាតិបុត្រគ្រាន់តែថាវាមិនបានទៅតាមការចង់របស់យើងទេកូនទាំងពីរប្រភេទនេះគឺមកតាមពូជមកតាមកម្មពាក្យថាមកតាមពូជនេះមានន័យថាអតីតយើងបៀតបៀនម្ដាយឪពុកមិនបំរើម្ដាយឪពុកឆ្លោះទាស់ជេរបចោដៀលថ្មេះវាយដំទាត់ធាក់កាប់ចាក់ម្ដាយឪពុកព្រឹកល្ងាចដល់ឲ្យជាតិហ្នឹងយើងមកជាមួយអាម៉ែអញ្ចឹងឲ្យអញ្ចឹងកូនអញ្ចឹងដូចគ្នាហ្នឹងហើយទោះបីយើងចង់បានអាកូនល្អយ៉ាងម៉េចក៏វាអត់បានដែរព្រោះពូជយើងដាំពីមុនមកជួបយើងដាំតែរឿងណៅជាបាតម្ដាយឪពុកដល់ឲ្យយើងមកកើតជាតិហ្នឹងក៏ហ្នឹងយើងកើតក្នុងវងត្រកូលយ៉ាងហ្នឹងដែរអញ្ចឹងអាហ្នឹងអញ្ចឹងបច្ចុប្បន្នហ្នឹងក៏សំខាន់ដែរការគោរពគុណម្ដាយឪពុកនេះការធ្វើសេចក្តីល្អនេះដូចមិនបាច់ចាំជាតិមុខជាតិក្រោយទេញោមប៉ុន្តែមនុស្សយើងពេលខ្លះមិនតាន់ឃើញពាក្យខ្មែរគេច្រើននិយាយថាមិនតាន់ឃើញក្តារមួយឈូសមិនស្រក់ទៅភ្នែកអញ្ចឹងញោមហ៎មែនពាក្យហ្នឹងត្រូវណាស់យល់ព្រះអង្គសម្ដែងថាសវង្ង5កុំសវង្ង5យ៉ាងនោះនឹងវ័យយមតោតនៈមតោអរុភយមតោអីហ្នឹងកុំសវង្ងតែខ្លួនឯងមិនតាន់ដល់វ័យចាស់អញបែបអត់តាន់ស្លាប់ព្រោះម្ដាយអញអាយុ85 90នោះបានគាត់ស្លាប់ហើយយាយនឹងហូបតែប្រហុកអំបិលអញស៊ីសាភីសាបែប120នោះជួបបណ្ឌុបបលាសោវទានិសិខ្លួនអ្នកក្នុងកាលឥឡូវនេះជាបុគ្គលប្រៀបដូចស្លឹកឈើទុំតើវាទុំមែនតែនមានពណ៌លឿងមានពណ៌ក្រហមខ្មៅទៅបានវាជ្រុះហើយដល់អាក្មេងឥឡូវវាអត់គុណធម៌វាបុករុកខ្លួនវាតាំងពីក្មេងបុកកាពះផងបុកថ្លើមផងពេទ្យគេឲ្យផឹកទឹកមួយថ្ងៃ3លីត្រផឹកអត់បានដល់ជុំគ្នា3នាក់ផឹកអស់2កេសអីអាហ្នឹងវាមិនបុកកំពុងបុករុកបុកតាំងពីក្មេងទៅបុកថ្លើមផងបុកកាពះផងបុកសួតផងតម្រងនោមផងអីចឹងធ្វើម៉េចឲ្យបានអាយុវែងមិនត្រូវសក់សហើយសក់ខ្មៅបងចឹងមកពីអីមកពីខ្វះគុណធម៌ចឹងដល់យើងខំប្រឹងចម្រើនទៅនៅសេចក្តីល្អសន្សំគុណធម៌ក្នុងចិត្តជាឧបនិស្ស័យទាំងអស់គ្នាព្រោះគ្មានអីជាសរណៈសម្រាប់ខ្លួនយើងទេហើយកុំចាំដល់ភ្ញាក់ខ្លួនចឹងនឹងអានេះចេះបានមកវិញញោមចេះបានមកវិញហើយចាក់ខ្លួនបានមកធ្វើសេចក្តីល្អហើយចុះបើទៅរហូតអត់បានមកវិញបានតែភ្ញាក់ខ្លួនតន់ដោយប្រពន្ធនន្តយបាសកនាងជីវិតយើងមានតិចណាស់ត្រូវប្រឹងចម្រើនសេចក្តីល្អចាំថាតាមលោកមួយម៉ាត់ពីរទាំងអស់គ្នាទឹកមួយប្រឡងកុំក្បងនឹងដៃនាំឲ្យចង្រៃល្អក់វវឹកគួរលុតជង្គង់បងអោនក្រេបផឹកម្ដេចបានមួយក្អឹកបំបត្តិខះកជីវិតមានតិចកុំបាច់ធ្វើបាបថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អសន្សំធម៌ស្អាតសង្វាតធម៌សឲ្យដូចជាស្កររក្សារសផ្អែមគេថាជីវិតវាមានតិចហើយប៉ាន់កំលួចអាជីវិតតិចហ្នឹងនាំគ្នាទៅធ្វើបាបទៀតបណ្ដឹងថាជីវិតហ្នឹងវាតិចហើយត្រូវខំប្រឹងសន្សំបុណ្យនឹងបើមនុស្សម្នាក់ដូចអាត្មានិយាយមិញអញ្ចឹងហ្នឹងវ័យមតោធនៈមតោអរុភយមតោចេះសវង្ងថាអញវានៅវ័យក្មេងចេះសវង្ងថាអញមានទ្រព្យចេះសវង្ងថាអញវាមិនតាន់ឈឺនឹងចេះគិតថាអញវាមិនតាន់ដល់ពេលទេអញបែបនៅវែងអត់ទេញោមអាមនុស្សដែលអួតអត់ឈឺហ្នឹងអាហ្នឹងដល់ពេលថ្ងៃហ្នឹងជួបគ្នាដល់អាទិត្យក្រោយស្រាប់តែជួបម្ដងទៀតប្រពន្ធលឺសូធ្វើបន់3ថ្ងៃបន់7ថ្ងៃហើយសួរមិនចាំបានអញ្ចឹងអាអ្នកឈឺទៅតអត់ងាយវិញទៅញោមខ្ញុំឯងឃើញអាណាតែកាន់សរោមចុងពេទ្យព្រឹកថ្ងៃអាយុ8អាយុ9អីនោះហើយអាណាអួតអត់ដែលឈឺហ្នឹងដល់បាត់ឈឹងហ្មងអញ្ចឹងកុំអួតនឹងសង្ខារធម៌ទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងហើយនឹងវិនិច្ឆ័យទៅរលត់ទៅវិញជាធម្មតាអញ្ចឹងមានន័យថាពាក្យថារលត់ទៅជាធម្មតាហ្នឹងមានន័យថាគេក៏អញ្ចឹងយើងក៏អញ្ចឹងមុនក្រោយយូរឆាប់វែងខ្លីគឺអាស្រ័យហេតុពាក្យថាអាស្រ័យហេតុគឺពាក់ព័ន្ធនឹងពូជទៀតគឺអាស្រ័យពូជពីអតីតជាហេតុនិងបច្ចុប្បន្នជាហេតុបើកាលណាពូជពីអតីតយើងអត់ដាច់បាណាតិបាតហើយបច្ចុប្បន្ននឹងយើងលះទៅនៅអបាយមុខញោមចំណាំថាបើអាពីរនឹងវារួមគ្នាគឺអាយុវែងអាបច្ចុប្បន្ននឹងលះស្រីស្រាបៀបនដូរតន្ត្រីផឹកស៊ីជួបជុំឆ្លោះទាស់កាប់ចាក់ចំណែនប្រចាំឈ្នានេះអាបាយមុខនឹងលះចោលអកុសលធម៌នឹងលះចោលអានឹងបច្ចុប្បន្នល្អហើយអនាគតនោះដាក់អត់ដាច់សិក្ខាបទទី1អានឹងបោកផ្សំចូលគ្នាមកដឹងតែនឹងចម្រើនទៅដោយវ័យវត្ថុគឺចម្រើនទៅដោយអាយុហ្នឹង
គឺសរុបមកមនុស្សនឹងមានគុណវុទ្ធោសីលវុទ្ធោមានគុណធម៌មានសីលធម៌ប្រព្រឹត្តព្រហ្មចរិយធម៌និងចម្រើនទៅដោយវ័យវុទ្ធោគឺចម្រើនទៅដោយអាយុនឹងអ្នក120អ្នកកៅជាងអីហ្នឹងអាហ្នឹងគេហៅថាសិតទៅជាបុគ្គលដែលចម្រើនទៅដោយវ័យហើយព្រោះសម័យនេះគិតតាមអាយុខៃមនុស្សនៅសល់តែ70ឆ្នាំប្រហែលថ្ងៃទេអញ្ចឹងមានន័យថាអ្នកណារស់បានកៅបាន100ជាងហ្នឹងមានន័យថាអ្នកហ្នឹងចម្រើនទៅដោយវ័យហើយដើម្បីចម្រើនទៅដោយវ័យគឺមនុស្សហ្នឹងត្រូវចម្រើនទៅដោយគុណធម៌អញ្ចឹងយើងប្រព្រឹត្តសេចក្តីល្អសន្សំគុណធម៌ក្នុងចិត្តជីវិតមានតិចហើយកុំលួចអាជីវិតតិចហ្នឹងនាំគ្នាទៅធ្វើបាបកុំឲ្យប្រឡាក់ដោយបាបណាញោមណាតិចក៏ដោយច្រើនក៏ដោយណគឺនឹងតកាលណាយើងសន្សំហើយគឺជាប់ហ្នឹងចឹងប៉ុនហើយបាបហ្នឹងកាលណាយើងប្រឡាក់ឲ្យជាប់តិចក៏ដោយច្រើនក៏ដោយហើយវាចែកដាច់ពីគ្នាញោមដូចអ្នកខ្លះថាលោកគ្រូកណាដូចមិនតាន់ចង់ទៅសុំសិលអត់ហ៊ានទៅសុំសិលព្រោះនៅក្មេងខ្លាចគេលោកកាន់បានបាបលើសដើមមិនមែនចឹងទេញោមបងអាហ្នឹងគ្រាន់តែគេថាតគ្នាទេអ្នកខ្លះគេថានៅក្មេងទៅសុំសិលកាន់បានបាបលើសដើមមិនមែនទេឧបមាថាញោមសុំ5ដាច់3សល់2ក៏វាគ្រាន់បើជាងអត់ឬក៏ដាច់4សល់តែ1អាហ្នឹងក៏វាគ្រាន់បើជាងអត់សោះមានន័យថាអាដាច់អាហ្នឹងវាជាអកុសលដល់អានៅវាជាកុសលអញ្ចឹងអាសល់បានប្រមាណអាហ្នឹងវាជាកុសលនឹងឧបមាដូចក្របពូជយើងមកល្អីអាត្មាអាសានិយាយបើវាខូចអស់ជាងពាក់កដាលហើយយើងនៅតែយកវាទៅព្រោះនៅលើដីដល់ហើយទៅក៏វាបានខ្លះដែរអញ្ចឹងយើងកុំគិតតែខ្លាចទៅសុំសិលកាន់បានបាបលើដើមមិនមែនទេព្រោះបុណ្យនេះនឹងបាបវាចែកដាច់ពីគ្នាអញ្ចឹងបើយើងទៅរសាបើដាច់អស់4សល់1ក៏ប្រកាន់បើជាងអត់អញ្ចឹងអាណានៅវាជាកុសលអាណារក្សាមិនបានវាជាអកុសលហ្នឹងអញ្ចឹងវាចែកដាច់ពីគ្នាអញ្ចឹងយើងព្យាយាមទៅរក្សាសេចក្តីល្អតាំងពីក្មេងហើយទៅចម្រើនគុណធម៌សេចក្តីល្អនឹងសន្សំរឿយពីតិចទៅច្រើនហាក់បីដូចជាយើងសន្សំទ្រព្យឬហាក់បីដូចយើងត្រង់ទឹកភ្លៀងព្រះសម្ដែងអញ្ចឹងណាការសន្សំបុណ្យនឹងបុណ្យបោកនឹងបុណ្យកំបីបាត់បាបនោះគួរបាត់កំបីបើកនោះមានន័យថាបុណ្យនឹងសន្សំបោកវាម្ដងតិចម្ដងតិចហើយអាបាបនឹងបាត់កំបើកនឹងកំបើកឲ្យវាចូលតាមទ្វាទាំង3នេះអាត្មាចេះគិតទេមួយម៉ាត់ទៀតចុះញោមប្រឹងចាក់សោទ្វាផ្ទះខ្លាចចោលលួចទ្រព្យលួចរបស់តែអត់មានអាណាចាក់សោទ្វាមាត់ចាក់សោទ្វាកាយចាក់សោទ្វាចិត្តអាទ្វា3នឹងធំណាស់ដែលនាំចម្រើននៅអាចោអកុសលវាចូលជ្រៀតជ្រែកក្នុងខណ្ឌសន្តានរបស់យើងនាំយើងទៅនរកទៅប្រែតទៅតិរិឆានយើងអត់ដែរចងកាយចងវិចារចងចិត្តយើងគិតតែចាក់សោហើយអាក្នុងសោផ្ទះហើយអាខ្លួនយើងនឹងចោលធំ3តែងតែចូលលួចយើងរាល់ថ្ងៃតែយើងអត់ដឹងទេយើងរាល់ថ្ងៃម្នាក់មានចោល3ធំពងតែលួចយើងហ่ะចោលទី1គេហៅចោលជារាអាចោជារានេះលួចមួយថ្ងៃបន្តិចលួចពីភាពកំមុំឯងមកយាយចាស់លួចពីសក់ខ្មៅមកសក់សលួចពីស្បែកអាលងល្អមកជ្រួញលួចពីថ្មិញពេញមាត់នៅសើឆ្ញេងសល់2លួចពីចកេះមាំមកចកេះអាលងបើលួចអស់ហ่ะលួចតាំងពីសក់ខ្មៅមកសក់សលួចពីស្បែកល្អមកស្បែកជ្រួញនិងលួចពីថ្មិញពេញមាត់មកនៅសល់2អាហ្នឹងចោជារាវាពងលួចហើយយាយគ្រប់គ្នាគេពងលួចហ្នឹងបានអញ្ចឹងញោមច័ន្ទថាអីពីមុនស្បែកអាលងព្រិលសម្ោចវាធ្លាក់ឥឡូវស្អីវាលើជាប់ទាំងអស់ហ្នឹងហើយអញ្ចឹងមានន័យថាអាចោជារាពងលួចមួយផុតពីអាចោជារាទៅនៅអាចោទី2គេចូលទៀតចោព្យាធិអានឹងលួចសុខភាពឯរាល់ថ្ងៃអ្នកខ្លះលួចកាពះអ្នកខ្លះលួចថ្លើមអ្នកខ្លះលួចជង្គង់អ្នកខ្លះលួចចកេះអ្នកខ្លះលួចបេះដូងពងលួចហើយដល់ផុតអាចោទី2ទៅនៅអាមេចោធំជាងគេនោះហ្នឹងចោអីញោមចោអីហ្នឹងអាចោមរណៈក្រោយគេនោះអាចោទី1ចាត់តាផ្កាយ1អាចោទី2ចាត់តាផ្កាយ2អាចោទី3នេះចាត់តាផ្កាយផុតលេខអាហ្នឹងនឹងអញ្ចឹងពងចោ3នឹងពងលួងលោមយើងហើយយើងត្រូវមានសតិភ្ញាក់រលឹកខំប្រឹងចម្រើនសេចក្តីល្អគុណធម៌ក្នុងចិត្តយប់និងថ្ងៃឥឡូវនេះលឿនណាស់ញោមពិចារណាមើលមកនិយាយកុំនិយាយចំណន់ដូនតាយើងត្រឹមអាត្មាដឹងក្តីឆ្នាំ8ជាងនេះដឹងក្តីឡើងទៅជួ nào sai chỉ môi nhôm pro ta quạt tao ấy dùng tam mà còn bay ly tam sama nâng đặt ta đo plư sai coi bọc nơi ta đăng tao quạt chua sai hỏi môi ấy ngay toàn rẹt quạt trồng thao đó à lâu nít cần là bao này ngay rẹt quạt trồng thao bạc hay bị môn máu màu còn pel hái ngay ở toàn là ngắt tên nâu miên à plư cả hôm chẹt mà plư chai à lâu ta mau và muối à ngắt bạc khơi khơi giúp đừng ngay à lâu lươn đấy nhóm miền sầm qua thà lươn đấy lươn nè ai giúp đừng ngay còn lươn về liên đây chỉ vật dưỡng rất tại khay tiền miền đây thả giúp ngay lươn là nó rương môi à phát nạp tua là lên nè giúp hết từ lươn tiền chắc cho non tam giúp ngay có dú tua là lên nè dụ nó to cao chiêng mà rồi chiếc bàn slab
ហើយដល់ឥឡូវនេះបានតែ70ហើយអាយុនៅថ្ងៃលឿនជាងសម័យដើមទៀតមិនត្រឹមតែអាយុបានត្រឹម70ទេអញ្ចឹងសរុបមកមានន័យថាអ្វីដែលអាត្មាចង់លើកមានន័យថាពេលវេលាជីវិតនោះវាលឿនណាស់ចុះបើលឿនយ៉ាងហ្នឹងយើងគួរខំប្រឹងចម្រើនសេចក្តីល្អសន្សំគុណធម៌ក្នុងចិត្តញោមមើលអាត្មាថ្មិចបើកខ្សែបាត់ហ្នឹងហើយពេលវេលាវាលឿនយ៉ាងហ្នឹងញោមហ្នឹងហើយអញ្ចឹងយើងខំប្រឹងចម្រើនគុណធម៌និងសេចក្តីល្អក្នុងចិត្តជាឧបនិស្ស័យសម្រាប់ខ្លួនយើងអត់មានអីជាសក្ការៈដល់ប្រសើរស្មើដោយគុណធម៌ហ្នឹងទេត្រូវប្រឹងចម្រើនគុណធម៌ក្នុងចិត្តទាំងអស់គ្នាណាញោមណាសូមអនុមោទនាកម្មដែលយើងសន្សំមកមិនវាត្រូវតែរៀបឲ្យយើងអញ្ចឹងមកទោះបីយើងចង់បានអ្នកល្អក៏អាចិត្តយើងហ្នឹងវាអត់ទៅរុញយើងអាកម្មហ្នឹងវាអត់រុញយើងទៅអ្នកល្អដែរវាមករុញយើងទៅក្នុងផ្លូវដែលមិនល្អដូចនាងបដាចាអញ្ចឹងមន្ត្រីតដឹងមកកកោកអត់យកហើយមកត្រូវអ្នកបំរើខ្លួនឯងមករស់វេទនាអញ្ចឹងទៅហើយឯងជាកូនសទ្ធិកដុំពីរអ្នកមានមុខមាត់មួយទាំងមូលព្រះអង្គខ្នូលតែមួយម៉ាត់ទេព្រះអង្គប្រើរិទ្ធហើយព្រះអង្គពោលមួយម៉ាត់ថាចូលនាងមានស្មារតីឡើងដោយឧបមាដូចកូនយើងពងកើតទុកម្ដាយមករឺទ្រូងឬខ្នងតាកូនតាំងចិត្តឡើងតាំងស្មារតីឡើងគ្រាន់តែលឺពាក្យម៉ែហើយងែលទ្រូងប៉ុណ្ណឹងអា20 100នៅសល់តែ5ទេមិនអញ្ចឹងណាញោមណាធ្លាប់ពេលយើងមានទុកម្ដាយងែលទ្រូងហ៎ហ្នឹងពេលងែលទៅកក់ក្ដៅយ៉ាងណាព្រះអត់ងែលទេគឺព្រះអង្គប្រើដោយរិទ្ធព្រះអង្គគង់លើអាសនៈអញ្ចឹងនាងនៅមុខអញ្ចឹងព្រះអង្គប្រើដោយរិទ្ធហើយព្រះអង្គពោលថាចូលនាងមានស្មារតីឡើងគ្រាន់តែប៉ុណ្ណឹងភ្ញាក់ព្រឺតដូចកញ្ចាក់អញ្ចឹងណាញោមបានដឹងខុសដឹងត្រូវអង្គុយស្ដាប់ពធសម្រេចនឹងប្រធរជាន់ខ្ពស់បួសជាភិក្ខុនៃសម្រេចជាអេហិភិក្ខុអស្ចារ្យណាស់អារម្មណ៍នៅឋានសួគ៌ឬក៏បង្កើតនំប្លែកឲ្យយើងហូបទៅមានរសជាតិប្លែកអាហ្នឹងអាត្មាថាបែបគ្រប់5000ផែនដីហ្នឹងប៉ុន្តែប្រទេសធំនឹងវាមានផលិតនំប្លែកចែកយើងហូបឯណាមានផលិតពូកដេកល្អឲ្យយើងស្គាល់ឯណាវាផលិតតាគ្រឿងបល័យយើងទាំងអស់គ្នាហ្នឹងសម្រាប់ទាំងអស់គ្នាហ្នឹងអញ្ចឹងញោមរីកុំកើតទុកច្រើនសំបីតែផែនដីក៏គង់តែមានពេលវេលាកំណត់កុំថាដល់យើងគ្រប់គ្នាអ្នកនៅលើផែនដីអញ្ចឹងតាំងចិត្តទទួលព្រមយកបញ្ហាដែលវាកើតហាត់ពុតលត់ដំអប់រំចិត្តយើងតាំងចិត្តយើងឲ្យទៅជាឧបេខាចិត្តស្មើខំប្រឹងប្រព្រឹត្តធម៌កូនចៅទាំងឡាយបើស្រឡាញ់ឪពុកស្រឡាញ់ជីតាគប្បីស្រឡាញ់នៅបណ្ដាំដែលលោកបន្សល់ទុកឲ្យយើងឲ្យធ្លាប់ទូមានអីខ្លះតាធ្លាប់ផ្ដែផ្ដាំអីខ្លះបើស្រឡាញ់គាត់ថែរក្សាបណ្ដាំនឹងធ្វើតាមពាក្យគាត់ទូមានទី1ទី2បើស្រឡាញ់ឲ្យស្រឡាញ់ជីតាប្រតិបត្តិខ្លួនឲ្យសមជាអ្នកស្នងតកូលមានន័យថាបើឪពុកចូលចិត្តឲ្យទានយើងនាំគ្នាឲ្យទានបើឪពុកស្រឡាញ់ពុទ្ធសាសនាយើងស្រឡាញ់ពុទ្ធសាសនាបើឪពុកយកអាសាញាតិយើងយកអាសាញាតិបើឪពុកគោរពចាស់ព្រឹទ្ធាចារ្យយើងគោរពចាស់ព្រឹទ្ធាចារ្យមានន័យថាដំណើរនៃសេចក្តីល្អរបស់ឪពុកយ៉ាងណាយើងនាំគ្នាដើរតាមសេចក្តីល្អរបស់គាត់អានឹងម៉ែឲ្យចង់បានណាមែនទេយីរីញោមស្រាប់លឺលោកហ្នឹងហើយទី2ដើរតាមកន្លងគាត់ហើយទី3សំខាន់ដែរថែរក្សាពូជពងវងតកូលបើស្រឡាញ់ឲ្យស្រឡាញ់ជីតាថែរក្សាពូជគាត់អាពូជគាត់ពីមុនមកបើមន្ត្រីរាជការបើគ្រូបង្រៀនអីគាត់មានភាពថ្លៃថ្នូរក្នុងសង្គមទោះបីគ្រួសារយើងមិនមានទ្រព្យរាប់រយលានក្នុងផ្ទះមែនប៉ុន្តែយើងមានសេចក្តីថ្លៃថ្នូរទៅណាមកណាញាតិមិត្តចិត្តខាងទាំងតូចទាំងធំគេគោរពគេផ្ដល់តម្លៃចឹងថែរក្សាតម្លៃរបស់គាត់គ្រួសារគាត់ឲ្យនៅតែខ្ពង់ខ្ពស់ថ្លៃថ្នូរអាហ្នឹងបើស្រឡាញ់ឲ្យទី3ទី4ហ្នឹងថែរក្សាគេមរតកដែលជាញើសឈាមរបស់ឪម៉ែចែកឲ្យហ្នឹងឲ្យកាន់តែរីកចម្រើនគង់វង្សទៅទី5ក្រោយពេលគាត់ស្លាប់ទៅយើងនាំគ្នាធ្វើបុណ្យឧទ្ទិសកុសលឲ្យគាត់ដូចយើងធ្វើថ្ងៃហ្នឹងអញ្ចឹងរួបរวมគ្នាប្រព្រឹត្តទៅនៅសេចក្តីល្អជូនឪពុកយើងតូចក្តីធំក្តីអាហ្នឹងហើយឈ្មោះតែយើងស្រឡាញ់ឪយើងស្រឡាញ់ម្ដាយយើងស្រឡាញ់ឪពុកយើងស្រឡាញ់ជីតាហ្នឹងតោះតែយើងប្រតិបត្តិទៅនៅក្នុងកិច្ចអស់ហ្នឹង5ហើយទី1ធ្វើអីហ៎ប្រតិបត្តិតាមដំណើររបស់គាត់នឹងគាត់ដើរក្នុងផ្លូវដែលល្អយ៉ាងណាយើងដើរតាមផ្លូវរបស់គាត់ដូចខ្មែរលើកឧទាហរណ៍ខ្លីមិញថាបើគាត់ចូលចិត្តឲ្យទានបើគាត់គោរពចាស់ព្រឹទ្ធាចារ្យយើងគោរពចាស់ព្រឹទ្ធាចារ្យបើគាត់ចូលចិត្តយកអាសាញាតិយើងយកអាសាញាតិមានន័យថាដំណើរនៃសេចក្តីល្អរបស់ឪពុកម្ដាយយ៉ាងណាយើងនាំគ្នាដើរតាមកន្លងនៃសេចក្តីល្អហ្នឹងដល់ទី2ថែរក្សាពូជពងវងតកូលទី3ថែរក្សាទ្រព្យទី4នឹងឯងស្អីមិញនិយាយទៅភ្លេចខ្លួនឯងហ្នឹងគោរពតាមបណ្ដាំពាក្យទូមានរបស់គាត់នឹងធ្វើអ្វីដែលគាត់ធ្លាប់ផ្ដាំទូមានមកបើស្រឡាញ់គាត់ថែរក្សាទៅនៅប្រព្រឹត្តទៅនៅបណ្ដាំរបស់គាត់ហើយទី5ពេលដែលគាត់ស្លាប់ទៅយើងនាំគ្នាបំពេញទៅនៅសេចក្តីល្អជូនលោកហ្នឹងអាត្មាចង់និយាយហ្នឹងសេចក្តីល្អដែលត្រូវជូនលោកហ្នឹងគឺសេចក្តីល្អហ្នឹងមិនចាំបាច់ធ្វើធំដុំចំណាយអស់រាប់ម៉ឺនដូចថ្ងៃហ្នឹងទេចប់កម្មវិធីហ្នឹងទៅបើនឹកឪពុក
នឹកជីតាតនេថ្ងៃសៅរ៍ថ្ងៃអាទិត្យយួរតលហុងមកផ្លែចេកមកស្និតទៅប្រគេនលោកទៅជូនចាស់ព្រឹទ្ធាចារ្យក៏បានបនបានកសលទៅជូនឪពុកយើងបានដូចគ្នាស្រាប់តន់លោកនិយាយញោមហ្នឹងហើយប៉ិនបែបមិនងាយទេកូនចៅមិនមែនតែយើងថ្ងៃនេះដូចស្មាឃើញសម័យនេះដូចចេញអាផ្លែកមួយទៀតឲ្យស្លាប់ទៅមិនតាន់គ្រប់7ថ្ងៃផងគេបោះសបុតដាក់ថាពិធីបន់គម្រប់ខួប7ថ្ងៃនិង100ថ្ងៃចឹងបង្ហាញពីភាពខ្ជិលទៅបន់ឲ្យថ្ងៃ100ហើយហ្នឹងហើយដូចធ្វើកាត់ហើយហ្នឹងខ្ជិលធ្វើអាថ្ងៃ100ហើយបាត់ហើយឃើញហ្នឹងអញ្ចឹងបានមកចេះគិតថាកន្លែងនឹងមួយយើងដូចណែមិនគួរដែរឪពុកយើងបកើតយើងមកណានឹងចិញ្ចឹមថែរក្សាយើង60 70ឆ្នាំអ្នកខ្លះឪពុកមិនស្លាប់គាត់អាយុ90 80អីគាត់ចិញ្ចឹមយើង60 70ឆ្នាំគាត់អត់មានត្អូញហើយយើងត្រឹម7ថ្ងៃយើងធ្វើម្ដង100ថ្ងៃយើងលះពេលវេលាធ្វើម្ដងទៀតទៅឬក៏ខួប1ឆ្នាំយើងធ្វើម្ដងទៀតទៅប៉ុន្តែញោមត្រូវចាំកន្លែងហ្នឹងដែរមិនចាំតគ្រប់7ថ្ងៃបានយើងធ្វើបន់បានទេមិនតចំថ្ងៃទី100បានយើងធ្វើបន់បានទេមិនចំថ្ងៃ1ឆ្នាំបានយើងធ្វើបន់បានទេសំខាន់គឺមានពេលវេលាតនេជួបជុំពេលណាអារម្មណ៍ល្អចង់ធ្វើបន់ពេលណាធ្វើពេលហ្នឹងចុះស្រាប់តន់លោកនិយាយញោមសូមត្រេកអរជ្រះថ្លាក្នុងបន់កុសលទាំងអស់គ្នាណាញោមសូមអនុមោទនាហ្នឹងដូចនាងណប្អូនព្រះអនុរុទ្ធនោះនាងអីយាយតាអ្នកស្ដាប់ធម៌នាងរោហេនីប្អូនបង្កើតរបស់ព្រះអនុរុទ្ធហើយត្រូវជាក្មួយរបស់ព្រះសមណគោតមនៃយើងនឹងក្មួយបង្កើតណាហើយជាប្អូនរបស់ព្រះអនុរុទ្ធបង្កើតនាងហ្នឹងកើតរោគស្រែងប៉ុន្តែបានធ្វើសាលាថ្វាយព្រះបោសសម្អាតព្រឹកល្ងាចជារោគស្រែងហ្នឹងអស់ហើយព្រះច័ន្ទភ័ក្រចឹងដែរព្រះភិក្ខុច័ន្ទភ័ក្រកាលពីអតីតហ្នឹងគេធ្វើចែកដីថ្វាយព្រះសម្មាសម្ពុទ្ធហ្នឹងថ្វាយព្រះសម្មាសម្ពុទ្ធនាមទីបង្កហើយព្រះច័ន្ទភ័ក្រនឹងឯងជាពាណិជ្ជអ្នករស់ស៊ីហើយដល់ឥឡូវគេទៅគោរពបូជាព្រះសក្យមុនីចែកដីគ្រប់គ្នាក៏ទៅដល់ព្រះសក្យមុនីចែកដីមិនដឹងបានអីបូជាគេបូជាដោយមាសបូជាដោយពេជ្រដូរពាដល់របស់បូជាដោយគ្រឿងសក្ការៈផ្សេងទីតីពីគ្នាដល់ឯងមិនដឹងបានអីបូជានៅថែរក្សាបោសសម្អាតមួយអាទិត្យនឹងតាំងយប់ទាំងថ្ងៃយប់ថ្ងៃនៅតែបោសជូតវាអត់មានអីបូជាក្រៅអំពីការគោរពដោយសេចក្តីជ្រះថ្លាដល់គោរពដោយសេចក្តីជ្រះថ្លាបោសជូតព្រឹកល្ងាចគាត់នឹងចត់តិបរិសន្ធិស្លាប់ទៅសោយសម្បត្តិទឹកទេព្រះច័ន្ទភ័ក្រលោកអត់មានអីបូជាគេញោមដឹងតាមកដល់មិនដឹងបានអីបូជាយកអាកណាត់កម្មាខ្លួនឯងនេះយកមកបោសជូតតាមជាយតាមក្បាច់នឹងតាមជើងបច្ចេកដីកពូលបច្ចេកដីនឹងថ្វាយអង្គមបោសជូតមិនចឹងណាបោសជូតព្រឹកយប់ទៅក៏ស្លាប់ទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកសញ្ញតចត់ចាក់ពីឋានទេវលោកមកដល់ពេលព្រះសម្មាសម្ពុទ្ធនាមសមណគោតមនៃយើងព្រះអង្គត្រាស់ដឹងឡើងក៏សញ្ញតចត់ចុះមកបានកើតជាមនុស្សហើយស្រាប់ពធរបស់ព្រះដែលមានពុភៈបានបួសប្រព្រឹត្តព្រហ្មចរិយធម៌ហ្នឹងប៉ុន្តែភិក្ខុអង្គហ្នឹងខុសពីភិក្ខុដទៃវងភ័ក្រហើយនឹងរូបសម្បត្តិរបស់លោកហ្នឹងហាក់បីដូចជាទេវបុត្រចុះពីឋានលើមកអញ្ចឹងព្រោះលោកតែចុះពីឋានលើមកនោះយីប៉ុន្តែនៅតែស្អាតកើតជាមនុស្សនៅតែស្អាតដូចទេវបុត្រចឹងភិក្ខុកំឡោះអង្គហ្នឹងនារីចោមរោមតាមស្នេហ៍គ្រប់គ្នាមិនដឹងនារីណាខ្លះទេណាមិនដឹងយាយស្វាយអាតក៏មិនដឹងណាក៏មិនដឹងដែរស្រឡាញ់លោកញោមចូលចិត្តលោកហើយលៀបសការៈមិនដែលចេះខ្វះព្រះច័ន្ទភ័ក្រណាដែលគេឲ្យឈ្មោះថាច័ន្ទភ័ក្រហ្នឹងភិក្ខុច័ន្ទភ័ក្រហ្នឹងមកពីវងប្រភ័ក្រលោកដូចប្រច័ន្ទចឹងមានពន្លឺចេញមកគឺថាបើស្ត្រីយើងតលៀបក្រែមថែមម្សៅបានមើលទៅវាដូចរៀងភ្លឺបើអញ្ចឹងញោមមែនប៉ិនថ្ពាល់លោកហ្នឹងអត់ចាំបាច់លៀបក្រែមលៀបម្សៅវាភ្លឺហ្មងណាសាច់ស្បែកហ្នឹងឡើងអាលងព្រិលហ្មងយាយក៏ហមមកលងភ្លឺអញ្ចាចស្អាតតែហ្មងក្តោងច្រមុះមុខមាត់ភ្នែកចកាអញ្ចើមនេះទៅមើលទៅវាស្អាតហ្មងដូចវងប្រចាំអញ្ចឹងឲ្យតែស្រីណាឃើញទៅចង់មើលទាំងប្រុសទាំងស្រីមិនមែនតែស្ត្រីមនុស្សប្រុសនឹងឲ្យតែឃើញភិក្ខុកំឡោះអង្គនឹងភិក្ខុច័ន្ទភ័ក្រនឹងអ្នកណាក៏អង្គុយមើលតែមុខលោកដោយវាស្អាតពេកដល់ចឹងទៅបានគេឲ្យម្ដាយឪពុកនឹងឲ្យនាមតាំងពីតូចមកថា
nâng chăn tập phẹ nâng tư đọc bù hái ban cái hào bị khổ chăn tập phẹ nâng anh nó đòi xa miền vùng phẹ nâng đôi chia phải chăn lọ đôi phải chăn dương cục này ao tập phải chăn rẹp bình bò rồi mấy dương tay mong quay kẹo tẹt sầm lăng mưa phải chăn đó mình chắc nhau mấy chẳng bị khổ chăn tập phẹ nâng mau pin là na có châu chặt mưa tập phẹ lô hơi sờ sơ thà lục xa tay cái châu chặt mưa cục này nó ban cái hào tại chăn tập phẹ nó cứ bị khổ đại miền tập phẹ xa lọ cua chỉ ti quap chặt nay chỉ nè được chôn cục này đôi chỉ vùng phải chăn clay và nâng chọc hay tàu na mau na nè na có sờ lanh châu chặt lục đây nâng liệp sờ ca đã cao lăng ắt khoa nâng đôi ẩm nát này cá thay là xa phải chạy đây sầm át bao chút rất là nghe mà tất cốt hay cho mồm con bao chút ha học sập năm nên đăng tờ cao xa phần ná bao chút chạy đây mai âu sầm át vai cung rất là nghe nhưng bón vô mình nhôm bạch tờ qua từ ấy nơi tập te dương của Phật trong mình chạy dạ thoa bao này lang oi tờ hát bột lót đom ấp rôm cai về chai chất đang oi tờ xa sạch tệ năng riêng rồi lắc tâu nâu bọt tận nát trai thằng bay chỉ ti băng ti là lắc smile đôi chỉ vắt cục này bón do mình nơi tập te dương bao này lang sạch tệ riêng rồi lắc nâng nà nơi bọt trai sạ là nát cung thằng bay nâng chỉ ti băng ti là lắc nà bột thang sạ là năng kê cha mị thom mang sạ là năng kê cha mị sang khang sạ là năng kê cha mị nhom và cả là na niên nhom xông do bột chỉ ti băng ti là lắc nhom và cả là nan niên nhom xông do và thoi chỉ ti băng ti là lắc nhom và cả là nan niên nhom xông do và xong chỉ ti băng ti là lắc đọc là sao smile đôi chỉ vật nâng chẳng ca na dương từ tua do nơi và rót tận nát trai tầng bay miền bột và thoi và xong chỉ xạ là nát đọc là sao smile đôi chỉ vật dạng ní cứ bon của sao nó chui nâng rót tận nát trai tầng bay nó chia đây chia môi đọc là sao chiếc bon của sol muối cana sợi tệ dương rồi lắc rơi nâu sực đây lọ rồi lắc rơi nâu parat tana trai tại tiếng bay còn nắng ấy dương mình tan tha từ sắc xa bay đọ tiếng mà rồi đọ cho và sâu vì nay và bị thom hay bộc prom bị chạy để dạo tho tới chìm ra sạ mà thạ bị pasana ấy trơn thông đông pt cả là nâu tiếng dương hạt bột lót đom ấp rôm cai về chai chặt oi từ xa từ tua do và trai sa nạ công thằng bay chỉ ti băng ti rồi lắc pan nắng á tiếng mình núp tiếng tê và đá cứ sờ lạnh trôi chất thay là xa dương cốc này tàu na mau na cái sờ lạnh cái trôi chất cái ảnh nát chấm phô bọc côn để miền tàu nó côn nó thò cả này dương hạt bột lót đầm ấp rôm cai về chai chất dương ban lõ chia bọc côn để cái sờ lạnh cái trôi chất hãy cả na rồi lắc tàu nâu bọt tận trai tầng bay chia bọc côn để bo để bố đòi bon đòi tê che tông bay của bộ ạ rú có ai biết biên dương bàn đã hay đấy bàn ma tha đòi phần nắng Prốt bà ông sầm đánh, bà ông sầm đánh không cà pi đây ca nhiệt nhôm à cha prai cà pi thom một bọt mang cô lấy đắng á, bà ông sầm đánh nhom pi chào priêm chia sầm lanh được kia pi nè, thưa đầm na plau ngay, nào từ lấy tét chia sầm lanh nấu trong mà hàng tiết, cha cho non đá bờ thà quạt rọp an kia quạt sầm lanh kia đôi bong phôn và cao chân. Chân nấc sầm lanh pê bay vú cô thưa tầm nào chân nó đòn nấc sầm lanh pê nhú đá từ lên sầm lanh hai nó bồ rọ nâng ấy miền pia chỉ muối nâng của phụ ạ ru sang cam sang pia chỉ muối kê pia tay tạ máu hai kê bầm rong mà do chỉ vật bọc cô nâng đo pê đo về lý để trâu kê mà do chỉ vật đó hai đối này ai dụ quát tận nạ của ma chứอายุวัฒนะก็มานั่งไอ้จวบปีจะมวยเกนั่งอ่ะได้เมียนเรื่องนั่งอ่ะบ้านยืงแจนอมเนี่ยเธอบอลจะมาเอาไปจนนั่งได้สามเมียนเรื่องอายุวัฒนะก็มานั่งเชียร์เตียฮอน่ะหายเมียนกรงซาวัดไทยเก่าเต้าโนเหตุวิตโรกนู้มวยได้บ้านเนี่ยยืงแจนอมเนี่ยจะมาเอาแปรปรัดพรวมเมียนเรื่องกรงซาวัดไทยเก่าเหตุวิตโรกมนุษย์เก่าจึงงือสลับต่อคนนี้แปรลูกพาวแปรหันนอนแปรโมกเลียนสำได้ปาราฮาแปรสไลบอสแปรมาโมกเลียนสำได้ปาราฮาห้องวังลางตะเลือากาเพราะโดยตักประมลนาเมียนปะในเทียนจะดามเติร์น้อมเอาโรคแต่งลายนั่งเชี่ยปีขนมกรองนั่งบอเวียเชี่ยเจนช่างไงเติร์เอาบอริษัทขนมกรองนั่งไปเชี่ยปรอดแต่งสไลแต่งเหมือนไตรแต่งเรียนนั่งเมียนสกได้สกสบายเชี่ยเติร์เนยจึงงือกรุบกรุบคนนี้บ้านจะยืงเมียนจึงเนื้อแต่แปรปรัดนั่งเวียวิเศษนะอจานนะบ้านเนี่ยยืงเจ้าตารอดตะเนียประซองจำรานแปรปรัดแล้วตัวคนนี้สมัยไงไปจะบอลนั่งได้เพื่อบอลจำราญไปจนเมาเปลี่ยนเมียนเรื่องอายุวัฒนะก็มาหนึ่งเองจอบจะแปะเปียไปเรียจะมวยเกเต้าเกมาย่อจีวัดบ้านเกิดบ้านต่ำเปลไงเท่ากับย่อตะวันเนี้ย
ហើយដោយអំណាចនៃការចម្រើនទៅនគុណធម៌របស់ឪពុកម្ដាយរតនាព្រះភិក្ខុសង្ឃព្រះអរហន្តមកចម្រើនព្រះបរិត្ត7យប់7ថ្ងៃទី7ព្រះសម្មាសម្ពុទ្ធព្រះអង្គមុនមកផ្ទាល់ទៀតពួកអស់ហ្នឹងគាត់ហ៊ានចូលដោយគាត់នឹងអញ្ចឹងញោមកុំលើករឿងហ្នឹងនិយាយរឿងនេះវិញគាត់នឹងធ្វើដំណើរទៅលេងផ្ទះមិត្តភក្តិដល់ដើរកាត់ព្រៃកាត់ភ្នំទៅចិត្តដល់ផ្ទះសម្លាញ់ហ្នឹងដល់ពេលវេលាដែលត្រូវគេមកយកជីវិតគាត់ដល់ពួកអរូបនោះគេប្រមាលមើលតាឡូវដល់នៅណាបរោះហ្នឹងអ្នកដែលត្រូវមកយកពេលហ្នឹងតើនៅតាណាដែលត្រូវសងកម្មខ្ញុំមកវិញហ្នឹងព្រោះជាតិមុនឯងធ្វើកម្មដាក់គេឥឡូវគេមកសងគេមកយកវិញមនុស្សយើងអញ្ចឹងណាអ្នកខ្លះស្លាប់អាយុ8 10 20ជាងត្រូវគេកាប់ស្លាប់ត្រូវគេបាញ់ស្លាប់ត្រូវគេទាត់ស្លាប់ត្រូវគេវាយស្លាប់ត្រូវគេឡានកិនត្រូវលងទឹកនឹងត្រូវគេកាប់ស្លាប់ហ្នឹងសត្វតាពីហ្នឹងអាហ្នឹងគេហៅថាកម្មកិយានមរណៈត្រូវកម្មហ្នឹងមកកាត់ផ្ដាច់អាយុជីវិតរបស់បុគ្គលហ្នឹងព្រោះអាស្រ័យយើងជាពាក់គេដែរអញ្ចឹងណគាត់ហ្នឹងដូចគ្នាដល់ពេលដល់វេលាត្រូវគេមកយកទៅដល់ផ្ទះមិត្តភក្តិហ្នឹងល្មមហើយមិត្តភក្តិហ្នឹងជាសប្បុរសណែអាហ្នឹងក៏សំខាន់ដែរយាយណាបើយើងចង់ចម្រើនរាប់អានសប្បុរសបុគ្គលដែលល្អបុគ្គលដែលមានភាពថ្លៃថ្នូរបុគ្គលដែលមានទានមានសិលមានភាវនាក្នុងខ្លួនអាហ្នឹងរាប់រទៅតែបើតាណាយាយណាតនេយាយណាដើរតែនិយាយដើមគេទេកុំរាប់រយាយហ្នឹងហើយបើតនេតាណាផឹកតាស្រាលេងតាកតុយលេងទេក៏កុំទៅចិត្តតាហ្នឹងនឹងយើងរាប់តាណាយាយណាដែលធ្វើល្អតោះនេះខ្ញុំយឿនរាប់តាណាធ្វើល្អចម្រើនណាដូចគាត់នឹងអញ្ចឹងរាប់ចំសប្បុរសញោមរាប់ចាំសប្បុរសគាត់នឹងអ្នករសាសិលបំពេញទានរឿយជាប់ជាប្រចាំអានចំសប្បុរសគាត់នឹងអ្នករសាសិលអ្នកបំពេញទានហើយដល់តែពេលណែទៅដល់ក្នុងផ្ទះពួកអរូបនោះវាមកដល់លបងផ្ទះដែរប៉ុន្តែវាអត់ហ៊ានចូលហើយសួរមិនបានមិនហ៊ានចូលដោយសារនៅជាមួយសប្បុរសអ្នកបំពេញទានអ្នករសាសិលអ្នកស្ដាប់ធម៌អ្នកប្រព្រឹត្តសេចក្តីល្អអញ្ចឹងវាអត់ហ៊ានចូលក្នុងផ្ទះគេចាំរងចាំនៅក្រៅផ្ទះនឹងអង្គុយអស់7យប់7ថ្ងៃអានេះទៅលេងគេនេះដូចលេងបានយូរដល់ហើយយាយទៅផ្ទះគេបានដល់7យប់7ថ្ងៃហើយអាពេលនៅនឹងឲ្យតែមុនដេកអាមិត្តភក្តិនេះតែងតែថ្វាយអង្គមព្រះហ่ะពុទ្ធគុណធម្មគុណសង្ឃគុណនេះអញ្ចឹងបាទអាត្មាឲ្យញោមរលឹកហ្នឹងណាសតិយើងរលឹករឿយពុទ្ធានសតិធម្មមានសតិសង្ឃាសីលាចគាទេវមរណានឹងជាពិសេសមិនបានចាំអីច្រើនទេគ្រាន់តែថាពុទ្ធាំងសរណង្កេឆាមិធម្មំសរណង្កេឆាមិសង្ឃាំងសរណង្កេឆាមិខ្ញុំបករណាខ្ញុំបាទនាងខ្ញុំសូមយកពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹករឿយអញ្ចឹងទៅគ្រាន់តែយកបត្រៃសរណគមនឹងយកប្រតនត្រៃទាំង3នឹងជាសរណៈជាទីពឹងដល់ប្រសើរស្មើដោយជីវិតគ្រប់កាលអញ្ចឹងទៅទេជះនឹងអាចញ៉ាំងខ្លួនយើងឲ្យដល់នៅសេចក្តីសុខស្ងប់ផ្លូវចិត្តផងអាចការពារនៅមិនមែនមានន័យថាប្រតនត្រ័យទាំង3នឹងជាបល័យអូមអាមអីទេប៉ុន្តែព្រះអង្គសម្ដែងដូចរឿងនឹងអីញោមមើលអាចការពារមានរិទ្ធមានអំណាចធ្វើឲ្យពពួកអរូបនឹងអត់ហ៊ានចូលប៉ុន្តែពិតមិនហ៊ានចូលដោយសារតែបុគ្គលជាសម្លាញ់របស់គាត់នឹងជាសប្បុរសជាអ្នករសាសិលជាអ្នកឲ្យទានជាអ្នកស្ដាប់ធម៌ជាអ្នកប្រព្រឹត្តសេចក្តីល្អផងដល់ឥឡូវសូសម្លាញ់ខ្លួនឯងហ្នឹងសូត្រធម៌ព្រឹកល្ងាចវា7ថ្ងៃគេដែរវាចាំហ្នឹងញោមចាំអាពុទ្ធធាំងធម្មំសង្ឃាំងលឺតែសម្លាញ់សូត្ររាល់ថ្ងៃអញ្ចឹងទៅក៏ចាំដល់ចាំដល់ថ្ងៃលាមិត្តសម្លាញ់ហ្នឹងត្រឡប់មកផ្ទះវិញគ្រាន់តែចេញផុតពីផ្ទះសម្លាញ់ហ្នឹងដល់ដើរបានប្រមាណជំហានពួកអរូបគេមកឈរបង្ហាញខ្លួនឲ្យឃើញតែគាត់ទេញោមអ្នកផ្សេងអត់ឃើញទេប្រាប់ថាដល់ពេលដល់វេលាដែលខ្ញុំត្រូវមកយកអ្នកឯងទៅហើយយកខ្ញុំទៅណាអ្នកឯងមកពីណាថាអ្នកឯងជាពាក់កម្មខ្ញុំពីជាតិមុនអ្នកឯងសម្លាប់ខ្ញុំឥឡូវដល់ពេលដល់វេលាដែលត្រូវខ្ញុំសម្លាប់អ្នកឯងវិញហើយខ្ញុំត្រូវយកជីវិតអ្នកឯងទៅវិញតាអូលោកអើយលោកឯងកុំយកខ្ញុំទៅអីទុកខ្ញុំប្រព្រឹត្តសេចក្តីល្អបានខ្លះសិនខ្ញុំតាំងពីកើតមកមិនទាន់បានប្រព្រឹត្តសេចក្តីល្អខ្ញុំអត់មានពេលវេលាទុកឲ្យអ្នកឯងប្រព្រឹត្តសេចក្តីល្អទេព្រោះខ្ញុំមើលមកអ្នកឯងនេះមិនដែលបានធ្វើសេចក្តីល្អមិនថាអញ្ចឹងខ្ញុំបានសន្សំគុណតម្លៃនៃសេចក្តីល្អខ្លះដែរខ្ញុំបានទន្ទិញធម៌ខ្លះដែរហើយចុះឯងចេះធម៌អីខ្លះឯនេះសូត្រត្មងពុទ្ធធាំងសរណង្កេឆាមិធម្មំសរណង្កេឆាមិសង្ឃាំងសរណង្កេឆាមិអាតែមិនចេះថ្មីលើគេសូត្រអីយីដល់សូត្រទៅអានេះវាដោយអំណាចនៃដេជះបរតនត្រ័យទាំង3គ្រាន់តែលឺសូរលេងសតិនឹងរលឹកផ្លែតហ្មង
អេគេមានធរក្នុងខ្លួនទេតាអញតែយកគេជាប់ពៀជាប់រាតទៅទៀតហ៎អញមានទោសទៀតហើយយកអ្នកមានធម៌មានបន់មានកុសលអញរឹតតែអញមកកើតជាពពួកអរូបមិនបានមកកើតជាមនុស្សនឹងដោយសារតែចិត្តចំណែនឈ្នាននេះខឹងក្រោតណាបន្ទុះសរាយតបតនឹងគេឥឡូវអញមកចងពៀនឹងអ្នកបកគលអ្នកមានសេចក្តីល្អមិនបានធ្វើបន់ហើយមកចងពៀអ្នកមានបន់មានគុណធម៌ទៅទៀតបើអញ្ចឹងអញដាច់ខ្យល់ពីអរូបទៅមិនដឹងទៅណាទៀតទេបើអញ្ចឹងឥឡូវទុកឲ្យអ្នកឯងរស់សិនទៅក៏ឲ្យគាត់នឹងរស់រៀនមានជីវិតតមករហូតដល់អសល់ដល់ផុតជីវិតរបស់គាត់រស់បានរហូតដោយគេដោយឯងអាយុ100ជាងដោយគេដោយឯងដោយអំណាចនៃគុណបរតនត្រ័យទាំង3ប៉ុណ្ណឹងខ្ញុំមើលណាដោយច័ន្ទភ័ក្រអញ្ចឹងអត់មានអីធ្វើបន់ធ្វើទានគេទេគ្រាន់តែជូតសម្អាតចែកដីព្រះព្រឹកល្ងាចប៉ុណ្ណឹងបានទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកចង់មកកើតជាមនុស្សមានរូបសម្បត្តិស្អាតដូចទេពអប្សរទេពធីតាទេវបុត្រហើយចឹងញោមគ្រប់គ្នាបនកុសលនឹងអត់ប្របាក់ទេមិនចាំបាច់យើងចំណាយលុយចំណាយកាក់ទេឥឡូវហ្នឹងយើងសាងសាលាបននៅក្នុងផ្ទះយើងហើយបើកភ្នែកពេលណាមកបោសមកជូតមកសម្អាតមកដូរទឹកមកដាំផ្កាមកថ្វាយអង្គមព្រឹកល្ងាចបនកើតគ្រប់ពេលទាំងអស់ណាញោមណាសូមអនុមោទនាចាប់ព្រះពុទ្ធជាទីពឹងជាពុំនឹងសពសត្វតាព្រះអង្គកាលហើយកូនចៅប្រុសស្រីទាំងអស់ភ្ញាក់រលឹករួបរวมគ្នាថែរក្សាយកចិត្តទុកដាក់ម្ដាយឪពុករបស់យើងអត់មានឲ្យម៉ែឲ្យយើងអាយុវែងនៅនឹងយើងស្រោចទឹកនឹងទេយើងចង់ស្រោចទឹកមួយឆ្នាំ20សាក៏ដោយប៉ុន្តែបើបាយអត់ឲ្យគាត់ហូបទៀងទាត់ម៉ោងហើយអាសម្ដីសម្ដៅការដឹងគុណរលឹកគុណថែទាំផ្លូវចិត្តគាត់មិនល្អឲ្យគាត់ក្តៅកាហាយខឹងក្រោធចំពោះយើងព្រឹកល្ងាចទេទោះយើងស្រោចទឹកមួយឆ្នាំ100ដងក៏នៅដល់គាត់អាយុអត់វែងដែរហើយបើស្រោចទឹកឲ្យអត់ឲ្យចំណីអាហារហូបចុកគាត់ឆ្ងាញ់តាមពេលតាមវេលាត្រូវម៉ោងត្រូវពេលដល់គាត់យកចិត្តទុកដាក់បាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសៅស្បែកតុកកៅអីសលៃមុខទៅដោះគោខាត់ទៅដោះគោរាវតែស្កសឈឺជាក្រៅរងាថ្នាំសង្កោជាបារោគអត់យកចិត្តទុកដាក់ទាំងអស់ហ្នឹងទេចង់ស្រោចទឹកអាម៉េចក៏វាអត់វែងដែរពីព្រោះលោកអ្នកស្រោចហ្នឹងបើចេះស្រោចឲ្យគេវែងលោកមួយថ្ងៃគួយចោលតែខ្លួនឯងឥឡូវហ្នឹងព្រោះវាអត់មាននៅហ្នឹងទេហ្នឹងប៉ុន្តែមិនមែនថាអញ្ចឹងទៅលោកស្រោចទឹកព្រះបរិត្តហ្នឹងអត់តម្លៃមែនទេបរិត្តប្រែមកទៅរារាំងមានតម្លៃណាវាអាចជួយការពារពួកអរូបពួកភូតអីដែលបំរុងនឹងមកយោយាយតាទាំងអស់គ្នាហ្នឹងវាអាចឲ្យពួកអស់ហ្នឹងអត់ហ៊ានមកក្បែរព្រះបរិត្តហ្នឹងទេអំណាចនៃព្រះបរិត្តហ្នឹងណាហើយជួនកាលយើងជាពាក់ពាវរាជាមួយគេពីអតីតមកគេមិនហងយកដល់ឃើញយើងចម្រើនសក្តិល្អយើងស្រាប់ព្រះបរិត្តយើងផ្សាយមេត្តាចិត្តផ្សាយបុណ្យកុសលឲ្យគេសប្បាយចិត្តគេត្រឡប់ទៅវិញអត់យកយើងទៅដូចអាយុវឌ្ឍនកម្មាអញ្ចឹងវាមិនមែនអត់ប្រយោជន៍ទេបាទអាត្មាចង់និយាយពីអបច្ចុប្បន្នណាបើយើងគ្រាន់តែស្រោចទឹកបើយើងអត់យកចិត្តទុកដាក់ថែទាំគាត់ហើយចេះបន្ទោសថាចម្រើនបជនឯម៉ែកណានៅអាយុខ្លីអីបើមិនអាយុខ្លីបើមួយឆ្នាំឯនាំគ្នាមកម្ដងហើយមកម្ដងនំប៉័ងឲ្យស្វិតតតាត់អង្គៀមហឺតអត់ជាតិបងហើយចេះបន្ទោសមិនមែនមកពីបត់នេះមកពីយើងគ្រប់គ្នាហ្នឹងហើយមិនមែនមកពីលោកស្រោចទឹកហើយក៏មិនមែនមកពីបន់ដែរអានេះចឹងបាទអាត្មាបញ្ជាក់ថាចង់ឲ្យយាយតាម្ដាយពុកយើងអាយុវែងគឺថែរក្សាគាត់ទាំងផ្លូវចិត្តផ្លូវកាយយកចិត្តទុកដាក់ឲ្យល្អទាំងអស់គ្នាបាទយាយនឿនហើយតលេងតានឿនហើយយាយវ៉ាតនេះដឹងតាកូនគេថែល្អហើយតានឿនហើយយាយវ៉ាតនេះបងហើយយាយវ៉េតហ្នឹងបើគេថែមិនល្អមិនមែនសាច់ឈាមតានឿនបានមមតំស្រស់ថ្លាអីម្លឹងទេញោមបងហ្នឹងកូនគេយកចិត្តទុកដាក់ហើយហ្នឹងគេយកចិត្តទុកដាក់ល្អហើយបានយើងមានសុខភាពល្អសាច់ឈាមស្រស់ថ្លាប៉ុន្តែយើងប្រឹងទាំងអស់គ្នាទៀតកុំឲ្យហួសពេលតែកាលណាគាត់ហើយកុំចាំដល់មានលុយមកលើចេញពីតិចផ្ទាល់ហ្មងខ្ញុំចេញពីមាត់កូនចៅអ្នកខ្លះទាំងលោកគ្រូកណាពងកុនជាប់គ្រួសារកូនចៅកណាដែរចាំមើលកណាធូធាបន្តិចរឹងដៃរឹងជើងបន្តិចទៅចាំកណាចាត់ចែងគាត់ធ្វើផ្ទះធ្វើអីឲ្យគាត់សមរម្យនឹងអាកូនខ្លះគេថាចាំមើលកូនកណាវាធំរឹងដៃរឹងជើងតិចដូចគ្រូចាំមើលកណាចាត់ចែងទៅគាត់ពីព្រោះឡោញញអញ្ញាខ្លាំងណាស់ចង់ដឹងគុណម៉ែឪក៏ដឹងគុណមិនកើតសិតទៅយល់ខុសទាំងអស់ខ្ញុំម្ដាយឪពុកនេះអត់ដែរទៀមទាពេលដែលយើងមានលុយហើយទៀមទាផលប្រយោជន៍អីមួយពីយើងទេញោមចំណាំមើលចង់កូនឡើងជាអុកញ៉ាក៏មិនដែរម្ដាយឪពុកទៀមទាចង់បានស្អីពីកូនដែរអ្វីដែលគាត់ចង់បានគឺភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ដែលយើងផ្ដល់ឲ្យគាត់ហើយសេចក្តីស្រឡាញ់និងភាពកក់ក្ដៅមានចំណាយលុយណាមានចាំបាច់មានពេលវេលាណាបើថាយើងនៅឆ្ងាយបាត់ដំបងការឲ្យទៅនៅបាត់ដំបងឬការឲ្យទៅនៅព្រៃវែងចោះឧទាហរណ៍អញ្ចឹងឬការឲ្យទៅនៅមណ្ឌលគិរីក៏ដោយក៏នៅតែយើងផ្ដល់សេចក្តីស្រឡាញ់និងភាពកក់ក្ដៅឲ្យគាត់បានដែរសម័យនេះមិនអញ្ចឹងណាយើងនឹកគាត់យើងទេទូរស័ព្ទដូចយើងទេរកសង្សារអញ្ចឹង
ហើយសង្សារយើងចេះទេផ្ដល់ភាពកក់ក្ដៅឲ្យគ្នាបានអាមួយនៅជើងអាមួយនៅត្បូងហើយចាំម៉ែយើងទេមិនក៏មិនបានចឹងយើងទេទូរស័ព្ទមករកគាត់មកមួយថ្ងៃទេតែ3 4ដងទៅប៉ិននិយាយថាអាណាទេញឹកអាហ្នឹងមិនសូវស្រួលហ្មងទេប៉ុន្តែបើអាញឹករាល់ថ្ងៃជាប្រចាំអាហ្នឹងអត់ចម្លែកអត់អីទេប៉ុន្តែបើអាកន្លះឆ្នាំទេមកម្ដងហើយផ្អែមខុសគេណាអាហ្នឹងមិនសូវស្រួលទេណាហ្នឹងអាហ្នឹងបែបមានរឿងអីតែមិនស្រួលធនាគារចិត្តដល់ថ្ងៃអីចឹងណាខ្ញុំវ៉ាត់ហ្នឹងខ្ញុំវេតចឹងយើងត្រូវដឹងចេះផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ឲ្យគាត់មិនចាំបាច់ពេលវេលាមិនចាំបាច់ទ្រព្យធនទេនឹងឲ្យបើកូននៅចិត្តផ្ដល់ភាពស្និទ្ធស្នាលកូនចៅហើយសម្លសឡក់មកពេលអស់តែ 3000 លុយខ្មែរមកស្លមកពេលអស់ 3000 ទេត្រីឆ្អើតែ 500នឹងឬ 1000 មកគល់ក្រៃតិចមកម្ដែងតិចមកស្លឹកទីតិចមកណាណែក្តាប់តឡាយតិចមកស្លសឡក់មួយឆ្នាំងនឹងលើកជូនគាត់សាពះញឹមញែមដាក់គាត់នឹងសបាយចិត្តអស់តោះសបាយជាងជ្រូកពេលសែនមួយបលៀនជាងទៀតអាពេលយើងសែនឆេងមែងជ្រូកមួយជាង1លានហ្នឹងអាហ្នឹងម៉ែអត់ដឹងសោះហ្នឹងឪអត់ដឹងសោះបងចឹងយើងមកពេលអស់ 5000 ឬ 3000 លុយខ្មែរតែយើងយកមកជូនគាត់លើកដៃសាពះថ្វាយអង្គមអូយេវេតតានឿននេះបានកូនគេតិចទៀតគេថ្វាយអង្គមគេលុតជង្គង់គេវាន់ទាគេងូតទឹកគេដោះសាប៊ូហ្នឹងគេសែងប្រតិសិន3ជុំចាំមើលតិចទៀតអាចញឹមតាមស្រួលអាងាយអត់ស៊ីបាយទៀតនិយាយទៅសបាយចិត្តមកលប់ឃើញយាយខ្លះមកប៉ុនអត់ស៊ីបាយហ្មងនៅតែញឹមស្ញែងដាក់ភ្ញៀវចឹងសបាយចិត្តគាត់នោះណាដូចថាតាំងពីកើតមកអត់ដែលឃើញកូនចេះថ្វាយអង្គមចេះទុនភ្លុនចឹងសោះហ្នឹងហើយបើវាស៊ីបាយរាល់ថ្ងៃស៊ីបាយសើអង្គុយប៉ែនភ្នែនចង់ថ្ងៃហ្នឹងក៏ដូចកូនអញដូចទុនឯទុនមិនទុនមិនបាអាចារ្យដាក់ក្បាលមេគ្រូហៅរហូតហ្នឹងអត់ថ្វាយអង្គមម៉ែម្ដងទៅកូនថ្វាយអង្គមដោះម្ដងទៀតកូនម្ដងទៀតអង្គុយឲ្យត្រង់ជួលើកដៃឲ្យពោះតិចកូនលើកដៃពោះតិចហើយចាអាចារ្យគេមិនជាហើយមិនធ្វើតាមអាចារ្យអីប៉ាថ្ងៃរាល់ថ្ងៃមានដែលបានអញ្ចឹងណាក៏ហ្នឹងសំដីសំដៅអើនឹងឆ្លើយជាមួយម៉ែជាមួយឪនេះហ្នឹងហើយដល់អញ្ចឹងទៅគាត់វាដូចរំភើបពេកនេះអាតំណឹងអាត្មាឃើញអ្នកខ្លះចេះទៀតដោយតែគេពងសោយទឹកឲ្យម៉ែគេអញ្ចឹងយាយខ្លះឈរក្បែរនោះហូរទឹកភ្នែកមកហ្មងហើយអាត្មាយល់អារម្មណ៍យល់ទាំងយាយតានឿនហើយយាយវេតនេះសំណាងណាគេកូន6នាក់គេស្រោចទឹកឲ្យម៉ែគេល្អដល់ហើយកូនអញ2 10នាក់ដូចមិនដែលអាណាស្រោចទឹកឲ្យមកផ្ដិលដល់អញ្ចឹងទឹកភ្នែកវាមហូរហ្នឹងអញ្ចឹងកូនពិចារណាមើលអត់មានចំណាយអីសោះគ្រាន់តែធ្វើរឿងអញ្ចឹងថ្ងៃហ្នឹងយើងចាត់ទុកថាចំណាយប៉ុន្តែថ្ងៃខ្លះយើងងូតទឹកឲ្យគាត់យើងដោះក្អែលឲ្យគាត់យើងផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ដល់គាត់នឹងគឺគាត់សប្បាយចិត្តពុនពេកណាស់ស្ទើររកអ្វីព្រៀបផ្ទឹមមិនបានទេឃើញទេចឹងអាហ្នឹងហើយជារឿងដែលយើងទាំងអស់គ្នាត្រូវបំពេញខ្វះមិនបានមិនចាំបាច់ពេលវេលាមិនចាំបាច់យើងឡើងជាអុកញ៉ាមិនចាំបាច់ពេលយើងមានទ្រព្យទេគឺយើងផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់ឲ្យគាត់ឲ្យហើយតន់យើងនៅធ្វើទៅគាត់នៅមើលយើងឃើញហើយញោមចំណាំគ្រប់គ្នាអាកូនណាពេលម៉ែឲ្យស្លាប់ទៅមកយំទៅធាក់ដីបោកខ្លួនខ្លាំងនឹងមានន័យថាអាកូននឹងផ្ដល់រឿងតែក្ដៅកាហាយឲ្យម៉ែឲ្យហើយដល់ពេលគាត់ស្លាប់ទៅវាអត់ទាន់ដែលបានធ្វើល្អចំពោះម៉ែឲ្យសោះណាអញ្ចឹងវាមានវិបដិសារីក្នុងជីវិតខ្លួនឯងអញ្ចឹងបានម៉ែចេះដើរផ្ដាំថាកុំឲ្យមានវិបដិសារីពេលដែលគាត់ស្លាប់ទៅបានយើងមកបោកខ្លួនហ្នឹងតនគាត់នៅរស់រៀនមានជីវិតហើយតានឿនហើយជីវេតនេះតែអាយុ60ជាងអញ្ចឹងបែបនៅ70 80ឆ្នាំទៀតមិនតាន់ទៅណាផងអញ្ចឹងយើងយកចិត្តទុកដាក់ជាមួយគាត់ទាំងអស់គ្នាណាកូនចៅសូមអនុមោទនាតែដូចថ្មអីហួសពេលអស់ឃើញទេចង់យើងមានស្អីក៏ដោយយើងចង់ឲ្យគាត់អីចង់ជូនអីដល់គាត់ក៏វាហួសពេលដែរអញ្ចឹងយើងកុំឲ្យហួសពេលទាំងអស់គ្នាសូមអនុមោទនាហើយនៅក្នុងខ្លួនយើងនេះកាលណាយើងមិនបៀតបៀនគេមិនសម្លាប់មិនបំបត្តិមិនប្រព្រឹត្តខុសព្រៃផ្សៃប្រពន្ធកូនអ្នកដតីមិនបៀតបៀនគេមិនលួចឆក់ប្លន់មិនជេរបចោគេមិននិយាយកុហកពោតបបោកប្រាស់ញុះញង់មិនមានអភិជាជាបាតៈអាហ្នឹងយើងដឹងតែសុខដឹងតែបានប៉ុនណាបងវាអត់មាននៅលើអ្នកណាឲ្យយើងទេអាប៉ុនហ្នឹងមិនមែនតើយើងលះទ្របលះលុយទៅចំណាយបានយើងបានប៉ុនឯណាញោមអត់ទេគឺនៅលើខ្លួនយើងប្រព្រឹត្តល្អតាមរយៈទ្វាកាយទ្វាវិចារទ្វាចិត្តហ្នឹងឲ្យតែយើងហាត់ពុតលត់ដំអប់រំបានល្អទៅប៉ុនកើតទេហើយវានៅតែនឹងខ្លួនយើងហ្នឹងកាលណាយើងមានបញ្ញាទៅយើងធ្វើអីក៏ចំណេញដែររស់នៅក៏យើងមានសេចក្តីសុខយើងធ្វើប៉ុនក៏វាចំណេញប៉ុន
ហើយកាលណាយើងអត់មានបញ្ញាហើយយើងធ្វើអីក៏ខាតដែរចឹងបានជាដូនតាយើងមានទម្លាប់ល្អណាស់រាល់កម្មវិធីបុណ្យទាំងអស់តែងមានអាចារ្យពយល់ធម៌ឬប្រសង់ទេសនាដើម្បីអីដើម្បីឲ្យយើងយល់អំពីរបៀបនៃការបំពេញបុណ្យនឹងថាតើយើងធ្វើបុណ្យរបៀបម៉េចបានបុណ្យច្រើនធ្វើបុណ្យរបៀបម៉េចវាមិនសូវបានបុណ្យធ្វើម៉េចវាត្រូវតាមពុទ្ធានុញ្ញាតពុទ្ធបញ្ញត្តិហើយធ្វើម៉េចវាមិនសូវត្រូវតាមពុទ្ធានុញ្ញាតពុទ្ធបញ្ញត្តិចឹងយើងទាំងអស់គ្នាត្រូវខំប្រឹងចម្រើនទៅនូវគុណធម៌និងសេចក្តីល្អក្នុងចិត្តជាឧបនិស្ស័យសម្រាប់ខ្លួនយើងទាំងអស់គ្នាផងណាញោមណាទៅមុខទៀតទៅយើងអត់មានអ្នកណាទីពឹងក្រៅអំពីបុណ្យកុសលនឹងហើយជាទីពឹងទាំងអស់គ្នាណាញោមអនុមោទនាសម្ដែងតតកណੰអនុបតិសាមិគឺនាំគ្នាចម្រើនទៅនៅកិច្ចតកណាទានគឺព្យាយាមចម្រើនសេចក្តីល្អចម្រើនបុណ្យកុសលផ្សាយទៅលោកនឹងព្រោះអ្នកស្លាប់នឹងត្រូវការបុណ្យណាស់ណាញោមបើត្រូវការបុណ្យណាស់ព្រោះអ្នកស្លាប់ទៅហើយអត់អាចធ្វើបុណ្យខ្លួនឯងបានទេគឺពឹងលើយើងជាកូនចៅអ្នកធ្វើអញ្ចឹងបានអាត្មាចេះដាស់តឿនញាតិញោមហ្នឹងណាដាស់តឿនពេលយើងនៅរស់នៅស្រាប់ធម៌លឺណាមកដាស់តឿនថាខំប្រឹងធ្វើបុណ្យទុកខ្លួនយើងឲ្យហើយកាលណាយើងមានបុណ្យគ្រប់ទៅយើងអត់រំពឹងរងចាំកូនធ្វើបុណ្យទេណែបើបានកូនល្អដូចញោមថ្ងៃនេះម្ចាស់បុណ្យកូនថ្ងៃហ្នឹងសុបាយចិត្តហើយម្ដាយឪពុកប៉ុន្តែកូនខ្លាំងនៃម៉ែស្លាប់7ថ្ងៃដូចអ្នកពងពើអីពីមុនតែ7ថ្ងៃប៉ុន7ថ្ងៃគេដាក់បាសរំហ៎បងហ្នឹងហើយយើងទៅពឹងកូនណាម៉េចញោមបងហ្នឹងហើយអញ្ចឹងកុំពឹងកូនយើងពឹងបនខ្លួនយើងទុកឲ្យហើយពឹងគេនឹងមិនស្រួលទេមកឧទាហរណ៍ថាដោយកាលពីមុនយើងនៅធ្វើការកើតយើងនៅមានកម្លាំងយើងធ្វើការខ្លួនយើងលុយចាយខ្លួនយើងហើយដល់ឥឡូវយើងធ្វើការលែងកើតចង់ចាយលុយចង់ធ្វើបនអីពឹងសុំលុយកូនចាំឲ្យកូនគេដល់ខែក៏ឲ្យ1លានឲ្យ50ម៉ឺនអាចាយលុយគេដូចតឹងទ្រូងមែនទេយាយមែនទេហ្នឹងឧទាហរណ៍ដូចយើងហូបបាយកាលមុនបាយយើងរកបាយអង្គខ្លួនយើងហូបបានដល់ពេលចាស់ទៅធ្វើអីឡើងកើតនៅជាមួយកូនភាសានៅមួយកូនបកើតឯងមួយនឹងកូនភាសាមួយចៅហ្នឹងក៏អារម្មណ៍មិនសូវស្រួលដែរអាដល់ពេលចាំគេលើកបាយមកហ្នឹងតែគេនិយាយអីទាស់ចិត្តតិចយាយនេះតូចចិត្តអង្គុយបិឈរជង្គង់ស្រក់ទឹកភ្នែកអត់ស៊ីបាយមួយអាទិត្យអីនោះហ្នឹងមែនទេយាយមែនទេហ្នឹងហ្នឹងអញ្ចឹងអាចាំពីគេហ្នឹងដូចមិនស្រួលទេអញ្ចឹងអាប៉ុនហ្នឹងដូចគ្នាបងវ៉ែមកជីវិតយើងវិញធ្វើបន់ຕົកខ្លួនយើងឲ្យហើយតន់នៅដើរទៅធ្វើបន់កើតតន់នៅទៅស្រាប់ធរកើតតន់នៅទៅចម្រើនសេចក្តីល្អកើតនឹងប្រឹងទាំងអស់គ្នាធ្វើបន់ຕົកឲ្យហើយទៅញោមព្រោះណោផ្លូវទៅមុខទៀតនឹងមិនវែងឆ្ងាយទេញោមមកចេះពិចារណាមើលយប់នឹងថ្ងៃឥឡូវនេះលឿនណាស់ញោមយាយអាយុ7ជាង8ជាងមានអារម្មណ៍ថាយប់ហើយថ្ងៃឥឡូវលឿនទេញោមលឿនណាស់ញោមចឹងមានន័យថាអាយុនឹងថ្ងៃឥឡូវនេះលឿនណាស់ហើយពេលវេលាជីវិតរបស់យើងរត់តែខ្លីទៅទៀតចាស់ពីមុន8ជា9ជាង100ជាងបានស្លាប់ឥឡូវនេះបានតែ7ជាងទេហើយបើគិតតាមអាយុខែនៅតែ70ឆ្នាំទេប៉ុន្តែបើគិតពីរូបភាពនឹងស័កមមូលទូទៅគឺបាន7ជាងនឹង7ជាងតិចតួចទេចឹងដូចលឿនណាស់ញោមអាជីវិតរបស់យើងក៏ខ្លីយប់នឹងថ្ងៃក៏លឿនរាងកាយក៏តូចទៅប៉ុន្តែវាទៅកើនកលេសវិញកលេសរបស់មនុស្សវាទៅកើនធំទៅវិញញោមមានគិតចឹងហ៎ញោមពិចារណាមើលចាស់ជំនាន់ដើមអាយុ100ជាងបានស្លាប់យប់ថ្ងៃក៏យូររាងកាយក៏ធំប៉ុន្តែចិត្តកលេសនោះទៅជាស្រាលដូចថាគាត់ដើរចោលផ្ទះមួយអាទិត្យអីអត់ដែលរាំងលបងអត់ដែលបាត់ទ្វារក៏អត់ដែលមានអាណាលួចរបស់គាត់ដែរអត់ដែលមានអាណាលួចគ្នាទេប៉ះមនុស្សឥឡូវញោមឯងដើរចោលផ្ទះតែកន្លះម៉ោងអត់បាត់ទ្វារមកវិញឆ្នាំងក៏យកដែរហ្នឹងមានន័យថាអាមនុស្សហ្នឹងកាន់តែអាក្រក់កាន់តែច្រើនវាទៅជាអាយុតិចទៅជាអាសេចក្តីអាក្រក់ច្រើនទៅវិញកលេសហ្នឹងកាន់តែកើនទៅវិញប៉ុន្តែវាត្រូវហើយចឹងបានព្រះគ្រប់ព្រះអង្គអត់ដែលចោះចាប់បដិសន្ធិក្នុងកំឡុងពេលដែលមនុស្សមានអាយុលើសពី100ឆ្នាំនិងតិចជាង100ឆ្នាំទេដោយសារកាលណាអាយុកាន់តែតិចកលេសរបស់មនុស្សកាន់តែកើនហើយមែនឃើញទេញោមរាល់ថ្ងៃកាន់តែកើនពីមុនឲ្យរំលោភកូនក៏អត់មានអាកូនខ្លួនឯងកាប់ឪកាប់ម៉ែក៏អត់មានពីមុនកូនខ្លួនឯងម៉ែចែកស្រែឲ្យក៏មិនដែលឆ្លោះទាស់គ្នាអាណាឲ្យអាណាក៏ឲ្យអាណាមិនឲ្យឲ្យទៅម៉ែឲ្យអីយកហ្នឹងទៅឥឡូវនេះចែកស្រែឲ្យវាតែមួយអំពកលើសមីពៅបានតែមួយអំពកលើសមេគោមួយនោះវាកាប់កាលប្អូនឯងចោលកាប់កាលម៉ែឯងចោលមានទេញោមមានទេដីឡូឥឡូវឡើងថ្លៃផងម៉ែចែកស្រែឲ្យមិនស្មើវាកាប់កាលម៉ែឯងចោលឃើញកលេសរបស់មនុស្សវាឡើងវាទៅជាអាយុកាន់តែតិចគួរតែសង្វេគគួរតែខំប្រឹងចម្រើនទៅនៅសេចក្តីល្អប៉ិនមានអញ្ចឹងណាវាទៅជាអាយុកាន់តែតិចយប់ថ្ងៃកាន់តែលឿនទៅជាអាសេចក្តីអាក្រក់កាន់តែកើនអញ្ចឹងបានជាអាត្មាដាស់តឿនក្រើនរំលឹកទាំងអស់គ្នាញាតិញោមថាត្រូវប្រឹង
ដូចថ្មអញ្ចឹងពងប្រឹងរាល់ថ្ងៃនឹងប្រឹងចេះប្រឹងសំដែងធម៌មួយថ្ងៃ3 4កន្លែងនឹងដើម្បីអីចេះចង់ផ្សាយសេចក្តីល្អឲ្យញោមបានស្ដាប់បានយល់បានដឹងចែកបុណ្យព្រោះអាត្មាមកទេសនាហ្នឹងមកបានអានិសង្ឃ5អត់បាច់ញោមចែកបុណ្យឲ្យអាត្មាទេគឺអាត្មាបានអូតូនឹងមករោងដឹងឲ្យបានអានិសង្ឃ5ហើយញោមអ្នកស្ដាប់ធម៌បានអានិសង្ឃ5ដែរឃើញទេបាទអញ្ចឹងបុណ្យអាត្មាបានរាល់ថ្ងៃអញ្ចឹងមកអាត្មាចេះបញ្ជាក់ថារាល់ថ្ងៃបើយើងចេះប្រព្រឹត្តសេចក្តីល្អអត់មានអស់លុយអី100ទេដោយអាត្មាអីអត់មានអស់អីទេបាទហ្នឹងហើយគឺដឹងតែបានបុណ្យបាទបានបុណ្យរាល់ថ្ងៃហ្នឹងព្រះអង្គសម្ដែងទីលាននាំឲ្យកើតបុណ្យមានប្រមាណហេតុនាំឲ្យអាស្រ័យនាំឲ្យកើតបុណ្យបញ្ញកិរិយាវត្ថុជាទីតាំងនាំឲ្យកើតបុណ្យមានប្រមាណមាន10មិនយ៉ាងទាននៅមយៈសីលមយៈភិវនិមយៈអបច្ចយនមយៈវេយាវចមយៈបតទានមយៈបតានុយមយៈធម្មទេសនាមយៈធម្មសវនយៈបតិដ្ឋុជកម្មនេះអ្វីដែលអាត្មាចង់និយាយនេះវេយាវចមយៈនិងអបច្ចយនមយៈអាហ្នឹងអត់មានអស់អីទាំងអស់អបច្ចយនៈហ្នឹងបានដល់ការគោរពគ្រាន់តែដល់ព្រមនៅការគោរពដូចថាបើកភ្នែកឡើងគ្រាន់តែសតិនឹកពុទ្ធនឹកពធនឹកប្រសង្ឃគ្រាន់តែបើកភ្នែកឡើងមេត្តាចិត្តករុណាចាប់ផ្សាយទៅរកមនុស្សជុំវិញខ្លួនយើងអាសត្វជុំវិញខ្លួនយើងគ្រាន់តែបើកភ្នែកឡើងផ្ដល់សេចក្តីស្រឡាញ់ផ្ដល់សេចក្តីអាណិតឲ្យអ្នកដតីជុំវិញខ្លួនយើងនឹងបន់យកមិនអស់បើកភ្នែកឡើងជួបប្តីញឹមដាក់ប្តីជួបកូនញឹមដាក់កូនជួបអ្នកចិត្តខាងញឹមអ្នកដាក់អ្នកចិត្តខាងផ្ដល់សេចក្តីឲ្យអ្នកចិត្តស្រឡាញ់ឲ្យអ្នកចិត្តខាងឃើញឆ្កែញឹមដាក់ឆ្កែឃើញឆ្មាញឹមដាក់ឆ្មាបន់យកមិនអស់ហីសើចមែនចាបងចុះបើយើងសិល8មែនឥឡូវឧទាហរណ៍យើងសិល8យើងស្លៀកពាក់សសិល8មែនស្លៀកពាក់សមែនប៉ុន្តែគ្រាន់តែបើកភ្នែកឡើងគ្រាន់តែបាប់ត្រីអាំងមួយលេងរ៉េដេញមីអង្គត់ពេញផ្ទះហើយបងហើយសិលនៅណាញោមបងចឹងបាទអាត្មាបញ្ជាក់ថាគ្រាន់តែយើងមានការគោរពហើយនឹងមានមេត្តាចិត្តនៅទាំងខ្លួនយើងហ្នឹងណាបន់យកមិនអស់នឹងបើកភ្នែកឡើងផ្ដល់សេចក្តីស្រឡាញ់ផ្ដល់សេចក្តីអាណិតសន្តោសដល់មនុស្សសត្វជុំវិញខ្លួនយើងប៉ុណ្ណឹងបន់យកមិនអស់វេយាវចមយៈបន់សម្រាប់កើតចេញពីការខ្វល់ខ្វាយក្នុងសេចក្តីល្អឧបមាឃើញប្រសង់ធ្វើបន់ក្នុងវត្តអីជួយចាត់ចែងរៀបចំបោសសម្អាតវត្តអារាមនិយាយណាញោមណាបានចូលវត្តរើសសម្រាមចេញពីវត្តបោសសម្រាមចេញពីវត្តអានិសង្ឃវិសេសណាញោមនឹងប៉ុន្តែមិនចឹងអីជួនកាលកាន់ថងភេសជ្ជៈមួយកែវទៅហូបពីក្រៅអត់តាន់អស់នៅសល់មិនតិចទៀតទៅបឺតនៅក្នុងវត្តអស់ហើយបោះចោលក្នុងវត្តនឹងទៅវិញទៀតណាអត់ទេញោមអានិសង្ឃអ្នករើសសម្រាមអ្នកបោសសម្រាមទីពុទ្ធស្ថានក្តីទីអារាមក្តីប្រសក្យមនីចាតដីក្តីក្រមក្រោមដើមគោប្រព្រឹត្តក្តីគឺអ្នកណាបានសម្អាតទីកន្លែងអស់ហ្នឹងណាកើតទៅអនាគតជាតិគឺមនុស្សនឹងស្អាតទាំងកាយស្អាតទាំងវាចាស្អាតទាំងចិត្តដល់ព្រមដោយការគោរពស្រឡាញ់ពីអ្នកដទៃគ្រាន់មកចង់បញ្ជាក់ញោមមើលទោសណាបើយើងអត់បានធ្វើបុណ្យអីធំដុំកុំតែបៀតបៀនគេញោមមើលបៀតបៀនគេតែប៉ុណ្្នឹងសោះវាត្រូវកើតរោគអាក្រក់ជាប់ខ្លួននឹង500ជាតិបងនឹងដូចនាងខុចតរាអញ្ចឹងណាខុចតរាហ្មងញោមនាងខុចតរាខ្នងកងហើយកងនឹង500ជាតិហើយខ្នងកងហើយបំរើធ្វើកើតមកជាតិណាក៏ធ្វើខ្ញុំគេ500ជាតិដែរហ្នឹងប៉ាន់ថ្ងៃក្រោយចាំស្រាប់រឿងហ្នឹងឥឡូវកុំចូលទៀតវែងហើយបងហ្នឹងដោយសារកម្មតែបន្តិចសោះញោមមើលហ្នឹងដូចនាងរោឯណៃអីគ្រាន់តែយកខ្ញែទៅរយដាក់កន្លែងគេធ្វើឲ្យគេលមាស់គេអេះគេពិបាកដាច់សាច់ដាច់អាលាត់ស្បែកប៉ុណ្ណឹងខ្លួនឯងមកកើតវេទនាដល់500ជាតិហ្នឹងហើយចុងក្រោយនឹងឯងកម្មនឹងវាអស់ទៅដោយអំណាចនៃការចម្រើនបុណ្យកុសលដែលបានសាងសាលានិងបានបោសសម្អាតសាលានឹងចឹងបានមកចេះដាស់តឿនបញ្ជាក់ប្រាប់ញោមមិញលើកទឹកចិត្តថាពេលយើងចូលវត្តអាបុណ្យដែលយើងអត់ចំណាយអីសោះយើងគ្រាន់តែខ្វាយខ្វល់ក្នុងសេចក្តីល្អជួយលើកប៉ាន់លើកតែងជួយលាងចានឃើញវត្តមិនស្អាតជួយលាងចានជួយរៀបចំចាត់ចែងទុកដាក់ជួយបោសសម្រាមបញ្ជាក់ថាកាលណាយើងសម្អាតនឹងទីធ្លាមានវត្តអារាមក្តីពុទ្ធស្ថានក្តីបសក្យមនីចែកដីក្តីប្រពោធិព្រឹកក្តីកន្លែងអស់ហ្នឹងកាលណាយើងទៅជួបហើយយើងសម្អាតអត់អីទេញោមប៉ែនចុះបងប៉ែនចុះអង្គុយឲ្យមិនក៏បានដែរឲ្យតែស្រួលហើយមិនបានចូលចិត្តអង្គុយជាប់គ្នាទៅបៀតជើងអញ្ចឹងបងមើលងាកឲ្យឃ្លាតពីគ្នាបន្តិចមកហ្នឹងបានអង្គុយបានយូរហើយកុំកងញោមមកធ្លាប់បង្រៀនហើយយើងអង្គុយកកងជើងកាលណាកងជើងសម្ពាធឈាមយើងវារត់អត់ស្រួលអញ្ចឹងទៅយើងនឹងដកអញ្ចឹងដកដោយញោមមកដកចេញផុតអញ្ចឹងមកសពុតយើងបាំងទៅហ្នឹងហើយយើងគ្រាន់តែរុញក្បាន់យើងចូលបន្តិចទៅវាចិត្តស្អាតហើយយើងកុំកងលើគ្នាកាលណាកងទៅអាសម្ពាធឈាមយើងនឹងវារត់អត់ស្រួលយើងអង្គុយអត់បានយូរហើយញោមរៀនសម្គាល់ខ្លួនឯងចេះទៀតម៉ាហើយអ្នកអង្គុយដបងពិបាកណាស់ទី1អង្គុយអត់កងជើងប៉ុន្តែបើពេនមកពេនបាន6 7ម៉ោង10ម៉ោងក៏អត់អីដែរតែបត់ជើងបត់អត់បានយូរទេដូចញោមដែរប៉ុន្តែដើម្បីអង្គុយបានយូរទី1កុំកងលើគ្នាទី2អង្គុយឲ្យត្រង់ខ្លួន
ញោមឃើញដែរអាត្មាអង្គុយត្រេតខ្លួននេះអត់ទេគឺអង្គុយឲ្យត្រង់ខ្លួនតែញោមផ្ដេកខ្លួនឥឡូវអែនអនអត់បានម៉ានទេទៅប៉ិនអង្គុយរៀនអង្គុយឲ្យត្រង់ខ្លួនមើលម្ដាយឪពុកយើងអាសាទូមានណាកូនអង្គុយហូបបាយកូនស្រីមាសម្ដាយជាពិសេសកូនថ្ងៃហ្នឹងសិតតែកូនស្រីមើលទៅនឹងកូនមាសម្ដាយកូនអង្គុយញ៉ាំបាយឲ្យត្រង់ខ្លួនណាកូននឹងកូនអង្គុយឲ្យត្រង់ខ្លួនហើយកូនបត់ជើងអេរយាបត់ជាស្ត្រីឲ្យទន់ភ្លន់អីហ្នឹងម្ដាយឪពុកយើងអាសាបង្រៀនណាហ្នឹងអញ្ចឹងសរុបមកវិញយើងមិនបានធ្វើបុណ្យអីធំដុំគ្រាន់តែយើងខ្វាយខ្វល់ក្នុងសេចក្តីល្អក៏បុណ្យយកមិនអស់អត់មានចំណាយអីសោះហើយមួយទៀតបុណ្យកើតចេញពីការគោរពចឹងយើងធ្វើបុណ្យញោមត្រូវចំណាំដែរកាលណាយើងចង់បានបុណ្យឲ្យម្ដាយឪពុកយើងអ្នកណាធ្វើបុណ្យដកសេចក្តីគោរពចេញគឺអ្នកហ្នឹងអត់សូវបានបុណ្យនេះញោមចំណាំទោះបីចំណាយលុយអស់រាប់ម៉ឺនដុល្លារក៏ដោយប៉ិនបើដកការគោរពឯងអត់សូវបានបុណ្យនេះព្រោះព្រះអង្គសម្ដែងថាបុណ្យញោមចំណាំធ្វើបុណ្យចង់បានបុណ្យទី1ពុទ្ធគិរវៈគោរពពុទ្ធដោយសេចក្តីត្រង់ស្មោះទី2ធម្មគិរវៈគោរពធម៌ដោយសេចក្តីត្រង់ស្មោះទី3សង្ឃគិរវៈទី4បដិសន្ធារគិរវៈអ្នកធ្វើបុណ្យត្រូវមានអា4ហ្នឹងគិរវៈបន្ទាប់ពីមានអា4ហ្នឹងគោរពដោយសេចក្តីត្រង់ស្មោះដោយល្អហើយត្រូវមានចេតនា3រួមនឹងអាគិរវៈ4មិញហ្នឹងទៀតគឺបព្វចេតនាមុនពេលធ្វើបុណ្យសบายចិត្តជ្រះថ្លាមញ្ចរៈចេតនាកំពុងតែធ្វើដោយឥឡូវហ្នឹងក៏សบายចិត្តជ្រះថ្លាអបរាប្រចេតនាអាចប់បុណ្យអស់ຕົករោងគេរើចង់ផៅទៅផ្ទះវិញអស់អាចារ្យទៅផ្ទះអស់លោកមុនទៅវត្តអស់យាយតាទៅផ្ទះអស់អង្គុយសบายចិត្តជ្រះថ្លានឹងអ្វីដែលខ្លួនឯងបានធ្វើទៀតចំណាំក្នុងចិត្តថាធ្វើបុណ្យឲ្យតែមានការគោរពហើយនឹងមានចេតនា3មុនពេលធ្វើសบายចិត្តជ្រះថ្លាកំពុងតែធ្វើសบายចិត្តជ្រះថ្លាក្រោយពេលធ្វើក៏សบายចិត្តជ្រះថ្លាអានឹងបុណ្យដឹងតែបានច្រើនទាំងអស់គ្នាអនុមោទនាហើយចាំហ៎ញោមចាំហ៎ហ្នឹងហើយមកនិយាយសម្រាយងាយស្រួលចាំហើយយើងធ្វើបុណ្យចង់បានបុណ្យតើមានអាហ្នឹងហើយចុះបើយើងដកអាហ្នឹងចេញបាត់ហើយហ្នឹងហើយចេះអួតខាងនិយាយខ្លះទៅអួតប្រាប់លោកអួតប្រាប់អាត្មានិយាយមួយកូនគាត់ធ្វើបុណ្យចម្រើនបញ្ជនឲ្យអស់ជាង $10,000 ចឹងទៅចប់បុណ្យទៅមកថ្ងៃបុណ្យមកទៅទេសដែរដល់ចប់បុណ្យគាត់យកចង្ហាន់មកប្រគេនហើយគាត់អួតប្រាប់លោកគ្រូហើយកណាសบายចិត្តណាស់ហ្នឹងហើយយើងធ្វើបុណ្យសบายចិត្តហើយមិនទៅញោមបុណ្យហ្នឹងអស់ទោះហើយលោកគ្រូហើយអ្នកស្រុកអ្នកភូមិណាក៏គេសរសើរមិនដាច់ពីមាត់ហើយកណាក៏សบายចិត្តមិនដែលមានទេគ្មានអ្នកណាធ្វើបុណ្យអស់ដូចកូនកណាហ្នឹងអស់ចាណាស់អស់ជាង$10,000ក៏ចំណាយលើបុណ្យអាត្មាទៅចុះមិនក៏អស់ច្រើនម្លេះញោមលោកគ្រូហើយលោកគ្រូទេសហ្នឹងចប់ទេទៅកូនកណាមករៀបចំហ្នឹងលោកគ្រូឃើញហើយខណ្ឌតារោងអស់ប្រហែលជាចិត្ត30,000 20,000ជាងព្រោះគេយកអារោងហោះលើមេឃឥឡូវនេះណាមានផ្កាយមានអីហោះហ្នឹងហើយមួយការ៉េស$50-$60ឯនោះមកមិនដឹងប៉ុន្មានទេហើយដល់ចុងផៅគេយកអាមហូប6មុខហើយបង្អែម3មុខទៀតនោះមកតុកប្រហែល400-500ទៀតហើយស្រាកូនកណាគេយកអាមកដបសិតតែ$200-300នោះហើយអាគ្នាគេឋានៈធំហ្នឹងគេយកអាចង្វាក់នោះប្រហែល2ដបអីទៀតនោះអាហ្នឹងមកដប$10,000អីនោះចឹងអស់ច្រើនស្រាហ្នឹងអស់ប្រហែល10000នោះហើយអកកដងហ្នឹងគេយកអាថ្លៃពីម្ពិញមកដោយថ្លៃអកកដងហ្នឹង5,000ហើយតារាចម្រៀងគេយកព្រៀបសវត្តហើយហឹមស៊ីវ័នណយវណេតអី1ម៉ោងស2,000 1,000អីទៀតចឹងសរុបទៅតាំងអកកដងតាំងអ្នកចម្រៀងល្បីៗហ្នឹងអស់10000ជាងទៀតហើយចឹងសរុបទៅវាអស់ហើយលខោនភីសកុនធីនេះជាង10,000ទៀតយាយណាមើលលខោនទៅអាណារំទៅក៏ថាអញ្ចឹងណាអាត្មាទៅអូប៉ុនហ្នឹងណែអាហ្នឹងគេហៅប៉ុនធំញោមហ៎គាត់ថាហីចឹងមិនធំមិនលោកគ្រូអាហ្នឹងឯងប៉ុនធំអស់ជាង10,000ហើយអត់ធំទេអាត្មាតទេញោមមកស្ដាប់មើលមិញអាហ្នឹងដូចមិនមែនប៉ុនធំទេចង់ខឹងអាត្មាណាដបងណាអាត្មាច្រើននិយាយត្រង់មកថាអាហ្នឹងដូចមិនមែនប៉ុនធំទេអាហ្នឹងគេហៅតែជប់លៀងធំហ្នឹងយើងកុំនិយាយថាប៉ុនធំអាហ្នឹងគេហៅជប់លៀងធំហើយចុះអាម៉ាសួរលេងទៀតទៅចុះយកស្គាល់គាត់ស្និទ្ធដែរនោះអញ្ចឹងចេះសួរលេងចុះញោមចុះយាយជីហើយអាចារ្យទៅកាច់បាយសីរៀបចំ2-3ថ្ងៃហ្នឹងយាយបានប៉ុនគេអ្នកធំពីពេញទៅធ្វើអញ្ចឹងនោះទៅអង្គុយកាច់បាយសីដេកនៅហ្នឹង2ថ្ងៃអញ្ចឹងទៅដេកកាច់បាយសីរៀបចំមួយអាចារ្យហ្នឹង2-3ថ្ងៃមកតាំងពីថ្ងៃប៉ុនរហូតដល់ហើយប៉ុនហ្នឹង2-3ថ្ងៃហ្នឹងឲ្យជូនយាយតាហ្នឹងម្នាក់ម៉ានហេកណាដូចចាំបានកាលហ្នឹងដូចលោកកូនកណាលោកអង្គញាហ្នឹងដូចដាក់កណាត់សមម្ដុំឲ្យលុយ5,000ម្នាក់អាត្មាថាអាហ្នឹងប៉ុនអាហ្នឹងឲ្យប៉ុនប៉ុន្តែអាកណាត់សមម្ដុំឲ្យលុយ5,000ហ្នឹងតាមស្រួលលោកអង្គញាហ្នឹងអត់បានមកជូនយាយហ្នឹងទៀតណាហ្នឹងអត់បានមកធ្វើផ្ទាល់ដៃទៀតណាអញ្ចឹងស្មើនឹងអត់សោះហ្មងញោមហ្នឹងអញ្ចឹងយើងត្រូវយល់អំពីពាក្យថាប៉ុនគឺអត់សំខាន់ចំណាយតិចចំណាយច្រើនសំខាន់ប៉ុនធំប៉ុនតូចអត់សំខាន់រឿងហ្នឹងទេគឺសំខាន់នៅលើសេចក្តីគោរពនិងសេចក្តីជ្រះថ្លារបស់យើងញោមត្រូវចំណាំអញ្ចឹង
នឹងដូចខ្មែរនិយាយមិញហ្នឹងកាលណាមានទៅនគរវៈគឺសេចក្តីគោរពដោយសេចក្តីត្រង់ស្មោះហើយដោយបដិសន្ធានគរវៈអីយើងទទួលភ្ញៀវដើម្បីឲ្យបានបន់យើងទទួលភ្ញៀវដែលហេតុម៉ានយ៉ាងម៉ាឡប់ទេចាំទេហើយញោមអញហើយអត់ចេះទទួលភ្ញៀវទេរងហើយចេះទទួលភ្ញៀវទេចេះហើយគេទទួលភ្ញៀវដែលហេតុម៉ានយ៉ាងចេះហ្នឹងចេះទទួលភ្ញៀវប៉ុន្តែអត់ដឹងទទួលភ្ញៀវដែលហេតុម៉ានយ៉ាងឥឡូវយើងចាំក្នុងចិត្តទាំងអស់គ្នាពេលណាយើងធ្វើបន់យើងត្រូវទទួលភ្ញៀវដែលហេតុ2យ៉ាងហ្នឹងដើម្បីឲ្យបានបន់ច្រើនព្រះបង្រៀនយើងហេតុ2យ៉ាងទី1គេហៅថាធម្មបដិសន្ធារៈបន្ទាប់ពីធម្មបដិសន្ធារៈមកបានអមិសបដិសន្ធារៈធម្មបដិសន្ធារៈហ្នឹងត្រូវទទួលភ្ញៀវដោយធម៌ជាខាងដើមសិនដូនតាយើងពីប្រវត្តិពីដើមមកពេលណាភ្ញៀវមកដល់រោងបន់គេលើកដៃសាពះភ្ញៀវហើយគេសួរសុខសួរទុករួចចាប់សពគ្រប់បានគេដឹកដៃភ្ញៀវមកថ្វាយគុំព្រះមកសាពះប្រសងរួចចាប់សពគ្រប់គេចែកបន់ណាទំនៀមទម្លាប់ពីបុរាណនឹងញោមស្រាវជ្រាវពីប្រវត្តិទំនៀមបុរាណខ្មែរយើងដល់ពេលគេចែកបន់ឲ្យភ្ញៀវមីងឲ្យពូឲ្យខ្ញុំអរណាស់ខ្ញុំបានមីងមកចូលរួមបន់ឲ្យខ្ញុំម្ដាយខ្ញុំសុំជូនបន់អ៊ំពូមីងឲ្យបានស្មើនឹងខ្ញុំដល់គេទទួលបន់រួចចាប់សពគ្រប់គេថ្វាយគុំព្រះសាពះប្រសងរួចចាប់សពគ្រប់បើគេអង្គុយអត់បានទេបានចាប់ផ្ដើមអញ្ជើញគេទៅចូលតុពិសាភោជនាហារប៉ុន្តែខ្មែរយើងរាល់ថ្ងៃមានចេះទួលភ្ញៀវណាឲ្យតែភ្ញៀវដើរមកដល់រោងបន់ដឹកដៃភ្ញៀវចូលតុអង្គុយមកហ្នឹងហើយសបុតយើងបោះសបុតយើងបោះសបុតហៅគេមកយកបន់មកចូលរួមបន់ប៉ុន្តែភ្ញៀវមកមានមកចូលរួមបន់ណាមកហូបបាយហ្នឹងអត់ទេគឺយើងដាក់ដៃភ្ញៀវមកថ្វាយគុំព្រះមកសាពះប្រសងឲ្យជូនបន់គេសិនហ្នឹងជូនបន់ឲ្យគេរួចចាប់សពបើគ្រប់បើគេអង្គុយមិនបានទេបានអញ្ជើញគេចូលតុតាមការគួរចឹងត្រូវចាំថាយើងទទួលភ្ញៀវឲ្យបានបន់ច្រើនគឺទទួលភ្ញៀវដែលហេតុ2ហ្នឹងគឺធម្មបដិសន្ធារៈ1និងអមិសបដិសន្ធារៈ1ចឹងឥឡូវសរុបមកណត្រេកអរជ្រះថ្លាក្នុងបុណ្យកុសលរបស់យើងទាំងអស់គ្នាមួយមុននឹងសរុបសង្ឃទានទាំងអស់គ្នាអនុមោទនាសាធុឲ្យព្រមគ្នាចប់ធម៌ប៉ុណ្ណឹងឲ្យអ្នកថតគេបិទប៉ុណ្ណឹងសូមត្រេកអរជ្រះថ្លាអនុមោទនាសេចក្តីល្អទាំងអស់គ្នាអនុមោទនាចប់ព្រះសម្មាសម្ពុទ្ធហើយកូនបាត់ព្រះគុណថ្លៃសូមនិមន្តប្រោទេសនាអនុគ្រងពួងបរិស័ទដែលជាប់ខាត់ដោយមោហាឲ្យកើតមានបញ្ញាប្រាកដនេះទីនឹងសូមអនុមោទនាព្រះសម្មាសម្ពុទ្ធអង្គឯណាទ្រង់គង់ចម្រើននៅព្រះអនាបានុសតិកម្មដ្ឋានលើរតនបាលាំងក្រោមលុបពោធិព្រឹក្សមេរាតិរាជព្រមទាំងសេនាដ៏ច្រើនហើយទ្រង់ត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណមានប្រាជ្ញាព្រះអង្គប្រសើរជាងសាត្វលោកខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធអង្គនោះដោយគោរពព្រះសិទ្ធិធម្មឯណាជាតប្រកបកន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាយ៉ាងជួនដែលប្រាថ្នានៅព្រះនិព្វាន
ព្រះនឹកពៀនបានព្រះធម៌នេះជាធម៌ធ្វើឲ្យត្រជារំងាប់បងនៅភ្លើងទុកភ្លើងកិលេសជាធម៌ដ៏ឧត្តមសង្សារៈទុកខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសត្យធម្មនោះដោយគោរពព្រះអរិយសង្ឃឯណាដ៏បរិសុទ្ធវិសេសដល់ប្រសើរមានអន្ត្រីរំងាប់ហើយមានមន្តលគឺរាគាតិកិលេសទាំងពួងបន្សាត់បងហើយជាព្រះសង្ឃដល់ហើយនៅកិរិយាសម្រេចដោយច្រើនជាព្រះសង្ឃមានអាសវៈធម៌មិនមានគឺថាជាព្រះខៃណាស្របខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះអរិយសង្ឃនោះដោយគោរពយោនរោជនឯណាក៏បញ្ញាត្រាស់ក្តីខ្ជិលសូត្ររំលឹកព្រះធម៌ថ្លៃគាថា8បទនេះកំណត់ឈ្មោះពុទ្ធជ័យខំសូត្រសពថ្ងៃកើតមង្គលជានិរន្តរ៍សោនរោរិជននោបានរំដោះរោគអាសន្ននមោតនីមោពុទ្ធប្រគុណព្រះកង្រណាគង់លើអាសនាសង្ឃសំរុំសូមទានទេសនាប្រោះយើងខ្ញុំឆ្លងអន់ណាលងធំ4ប្រការអន្លងទី1កាមកខៈសត្វជាប់ជំពាក់នឹងរូបាសំឡេងក្លិនរូសំផស្សសាទាំង5នេះណាហៅកាមគុណអន្លងទី2ភៈវោខៈទាញសត្វឲ្យធ្លាក់ក្នុងទុក្ខធ្ងន់វិលកើតវិលស្លាប់ជានិរន្តរ៍អត់មានស្រងស្រន់ក្នុងភព3អន្លងទី3តថាខៈទាញសត្វទំលាក់ដល់អង្វជ័យព្រោះតថេងយោម
មិនប្របីថាបនបាបក្តីអត់អំពើអនលងទី4អង្វិជោខៈបាំងសពសត្វវងអើយស្ទាំងស្ទើនាំសត្វវង្វេងមិនអើយធ្វើអំពើបន្ទានសើភាវនីហេតុនេះព្រះគុណព្រះកង្រុណាសូមទានទេសនាព្រះធម្មាដឹកនាំយើងខ្ញុំទាំងអស់គ្នាឡើងជិញនាវាព្រះត្រៃលក្ខកុំចាត់កិលេសនឹងតណ្ហាព្រមទាំងអវិជ្ជាដោយអរិយមគ្គកាច់បំបាក់បងសង្សារចាំងចូលកាន់ណាអមតៈនិព្វានយ៉ាងណាប្រៀបធៀបថាញោមរស់នៅសពថ្ងៃញោមក្រតែក្រដោយសមាទិដ្ឋិក្រដោយសមាជីវោសមាកម្មន្តោយើងរស់នៅសក់ទោះបីយើងហូបប្រហុកអំបិលក៏យើងសក់អត់ដែលខ្វាយខ្វល់ពលតុរឿងអីដែរបងអត់ដែលភ័យព្រួយរឿងអីអត់ដែលលាក់កំបាំងទេចេញមុខរហូតណាក្នុងសង្គមដើរទៅណាមកណាតខោខ្លីមួយពីរអ្នកតាយាយនឹងកដាលយប់មិនដែលមានកវិតបថៅដាក់តាមខ្លួននេះដើរតែខ្លួនទៅទេអត់ដែលមានខ្លាចភ័យព្រួយរឿងអីសោះមែនទេអាហ្នឹងមកពីយើងរស់ដោយសមាជីវោសមាកម្មន្តោតែអ្នកមានសពថ្ងៃញោមពិចារណាចុះចេញពីផ្ទះអូខ្វាក់ខ្វែងស្វែងផងស្ដាំផងភ័យខ្លាចណារស់របៀបហ្នឹងអត់តម្លៃទេចេញតណានៅផ្អើលគេផ្អើលឯងអស់ណាណាតាយាយជិះម៉ូតូតាមផ្លូវតាមអីហ្នឹងត្រូវចង់ធ្លាក់ពីលើបលាយ៉ាសផ្លេគេហ្នឹងចុចឲ្យជិះណាស្វែងផងស្ដាំផងភ័យខ្លាចណារស់របៀបហ្នឹងអត់តម្លៃទេណាមានរបៀបហ្នឹងអត់ប្រសើរទេស្មើនឹងកដោស្រុកវាស៊ីដែលលួចកំបាំងណាដោយភ័យខ្លួនភ័យខ្លាចណាអត់ឆ្ងាញ់ទេណាអាបានមកដោយសារគៀបសង្កត់ជិះជាន់គេនេះអញ្ចឹងយើងធ្វើម៉េចយើងរស់ដោយសមាជីវោសមាកម្មន្តោចិញ្ចឹមជីវិតត្រូវការងារត្រូវទុកបីជាយើងក្រតែយើងសក់យើងសក់កុំលួចកុំឆក់កុំប្លន់កុំកាប់កេងប្រវាញ់គេណាញោមណាយាយអ្នកគេចេះជីវភាពយើងប៉ុណ្ណឹងសំខាន់ឲ្យតែយើងរកដោយធម៌សុខហ្នឹងកាយសច្ចរិតទី2កុំលួចត្រត់គេកុំកាប់កេងប្រវាញ់ឈ្នាននេះគេណាកាយសច្ចរិតទី3កុំប្រព្រឹត្តខុសព្រៃផ្សៃប្រពន្ធកូនអ្នកដតីណាឲ្យស្មោះមួយនឹងមួយអាត្មាចេះគិតពិចារណាញោមខ្លះស្ដាប់ធម៌ពយល់ពិចារណាសង្វេគតក់ស្លុតបន្ថត់ក្នុងសង្ខារខ្លះដែរណាពិចារណាតកាយសិតតអសុបសញ្ញាមិនគួរជាទីប្រាថ្នាមិនគួរជាទីពេញចិត្តស្រឡាញ់ជាប់ជាពាក់តាអាចារ្យខ្លះគាត់ស្ដាប់ពធយល់អាកាយហ្នឹងមិនមែនជាកាយមិនមែនជាសត្វបកុលតួខ្លួនសត្វតែអសុបសញ្ញាពុកផុយស្អុយរលួយមិនគួរជាទីប្រាថ្នាប៉ិនប្រពន្ធ14ណាប្រពន្ធកម្មសិទ្ធិ4យកក្រៅកម្មសិទ្ធិមិនដឹងប្រមាណទៀតណាដឹងតែអាកាយហ្នឹងវាមិនល្អប៉ិនជាប់ច្រើនជាងគេអ្នកមិនយល់ធម៌នេះទៅទៀតពេលខ្លះណាមិនមែនចាយយើងនេះទេតែមិនចាយណាទេទីហោណាហ្នឹងហើយតើលើយើងស្មោះមួយនឹងមួយណាកុំប្រព្រឹត្តខុសព្រៃផ្សៃប្រពន្ធកូនអ្នកដតីធម្មតាទេញោម
មិនថាតែមនុស្សទេរបស់ដែលយើងស្រឡាញ់ណាត្រូវមានអ្នកទី2មកលួចមកឆក់មកប្លន់ទៅអ្នកនោះកើតទុកណាអាចរហូតដល់សម្លាប់បំបត្តិអាយុជីវិតខ្លួនឯងទៀតណាហ្នឹងយើងពិចារណាចប់បើរឿងហ្នឹងវាធ្លាក់មកដល់ខ្លួនយើងវិញគេធ្វើទង្វើនឹងដាក់យើងវិញតែយើងមានសេចក្តីទុកប៉ុណ្ណាអញ្ចឹងតើយើងរស់នៅស្មោះរវាងគ្នានឹងគ្នាត្រង់រវាងគ្នានឹងគ្នានេះកាយសុចរិតនិយាយខ្លីៗប៉ុណ្ណឹងចុះមកថានិយាយ15នាទីឥឡូវ16 17នាទីហើយញោមមកទៀតចុះកាយសុចរិតប៉ុណ្ណឹងណាញោមណាមាន3កាយសុចរិត3មិញហ្នឹងបាណាកុំសម្លាប់សត្វអតនីកុំលួចទ្រព្យគេណាកាមេកុំប្រព្រឹត្តខុសព្រៃផ្សៃណាបើនិយាយនេះនិយាយកាយកម្មកាយសុចរិតកាយហ្នឹងសន្សំអ្នកសុចរិតប្រព្រឹត្តល្អដោយកាយណាកាយញោមចេះគោរពព្រះសម្ពះប្រសង់មិនបៀតបៀនបំបត្តិអាយុជីវិតលួចឆក់ប្លន់កັບកេងប្រវាញ់អ្នកដទៃនោះហើយកាយសុចរិតណាប្រព្រឹត្តល្អដោយកាយតាមរយៈផ្លូវកាយហើយបុណ្យហ្នឹងវាកើតតាមរយៈផ្លូវ3ហ្នឹងដែលលោកគ្រូសួរហ្នឹងបុណ្យកើតតាមរយៈផ្លូវ3ហ្នឹងអាបាបក៏កើតតាមរយៈផ្លូវ3ហ្នឹងដែរកាយទ្វាវចីទ្វាមโนទ្វាហ្នឹងផ្លូវ3ហ្នឹងចម្រើនទាំងបុណ្យចម្រើនទាំងបាបណាកាលណាយើងកលាច់មកបុណ្យកើតបុណ្យកលាច់មកបាបកើតបាបណាហើយបើចង់បាបក៏នៅ opposite ជាមួយនឹងអាកាយសុចរិតមិញហ្នឹងមកបាបកើតដែរណាឥឡូវយើងនិយាយវចីសុចរិតវិញក្នុងសិលញោមសិក្ខាបទញោមទាំងអស់ណាវិច័យសច្ចរិត4មានអីខ្លះណាមុសាវាទបិសនៈបរុសវាចាសម្ភៈបលាបៈឃើញទេអាមាត់នេះកុំតភូតផលកុហកបោកប្រាស់ញុះញង់អ្នកដទៃនិយាយចាក់ដោតរកគួនគេមាត់នឹងមាត់សច្ចរិតបាត់មែនទេអាត្មាចេះតែគិតទាំងកាយទាំងវាចាទាំងចិត្តនេះបើស្អាតបុណ្យកើតរហូតមិនបាច់ញោមទៅវត្តទេសិក្ខាបទសិលនឹងដូចគ្នាដែរញោមមិនបាច់ទៅថាតាមលោកក៏បានគ្រាន់តែញោមមានចេតនាវាចាមិនប្រព្រឹត្តកន្លងនៅសិក្ខាបទនោះឈ្មោះតែញោមមានសិលហើយបាត់មិនទៅថាតាមលោកទេហ្នឹងបើយើងយល់ហើយយើងគ្រាន់តែវាចាមានសិលហើយបាត់តើណាមិនសិលហ្នឹងកើតដោយសារថាតាមលោកទេណាហើយក៏មិនបន់ហ្នឹងវាកើតដោយសារមកវត្តទាំងអស់ដែរវាមិនមែនប្រកាសថាមកវត្តសត្វតកើតបន់ទាំងអស់ទេចឹងអាបន់នេះហើយនឹងបាបនេះកុសលអកុសលនេះមិនបាច់